ករណីសិក្សាស្ដីអំពីឧត្តមមានវត្តការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀននិងការបង្វឹកការបង្រៀនមុខវិជ្ជាអញ្ចឹងលោកគ្រូអ្នកគ្រូនៅក្នុងមុខវិជ្ជាណាលោកគ្រូដាក់មុខវិជ្ជានឹងមកដែលឧទាហរណ៍ថាគាត់មុខវិជ្ជាអក្សរសាស្ត្រខ្មែរអញ្ចឹងដាក់ខ្មែរទៅបាទនៅក្នុងវិទ្យាល័យឈ្មោះអីគេបាទណានឹងយើងដាក់ឈ្មោះវិទ្យាល័យយើងមកលោកគ្រូអ្នកគ្រូខាងមិនសូវជាស្មុគស្មាញណាស់ទេបាទអញ្ចឹងអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនបាទអរគុណច្រើនគ្រូបាទអញ្ចឹងគឺនៅក្នុងនេះគឺយើងដាក់របាយការណ៍ហ្នឹងគឺជាផ្នែកមួយនៅក្នុងការបំពេញតម្រូវការចាំបាច់ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រអប់រំជាន់ខ្ពស់ជំនាញបាទជំនាញលោកគ្រូហ្នឹងគឺវិជ្ជាជីវៈណាគ្រូបង្រៀនជាជីវៈគ្រូបង្រៀនបាទឬក៏យើងអាចដាក់ឯកទេសជីវៈគ្រូបង្រៀននឹងជាជីវៈគ្រូបង្រៀនហ្នឹងបាទណាបាទវិជ្ជាជីវៈគ្រូបង្រៀននិងការអភិវឌ្ឍកម្មវិធីសិក្សាបាទហើយនេះគឺឈ្មោះលោកគ្រូអ្នកគ្រូអញ្ចឹងឈ្មោះយើងតែឯងណាលោកគ្រូអ្នកគ្រូបាទតែមួយទេហើយបន្ទាប់មកគណៈកម្មការវិតម្លៃនេះយើងខ្ញុំគ្រាន់ដាក់ចោលឲ្យសិនទេពេលដែលលោកគ្រូអ្នកគ្រូឡើងការពារគឺមានចំនួន3រូបគឺមានប្រធានមានសមាជិកហើយនិងលេខាកត់ត្រាបាទហើយពេលដែលយើង submit យើងអាចផែខ្ទង់ខែកក្កដាឆ្នាំ2025អញ្ចឹងយើងមានពេលប្រហែលជា2ខែទៀតបាទបាទហើយនៅក្នុងនេះអានេះយើងដាក់នៅដដែលអញ្ចឹងទៅបាទនេះយើងអាចលុបវាចេញទៅបាទនេះខ្ញុំដាក់ក្បាលលើបន្តិចសិនណាលោកគ្រូមកដល់ពេលតិចទៀតយើងចូលសាច់វាហើយគាត់ថាជួយពិនិត្យមើលបន្ថែមនេះបាទនៅក្នុងនេះបើយើងមានអ្នកដែលសិក្សាមួយអង្គភាពតែមួយលោកគ្រូអ្នកគ្រូអាចដូរគ្នាណាឧទាហរណ៍ថាលោកគ្រូអាចជួយផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធមួយលោកគ្រូ A អញ្ចឹងទៅហើយលោកគ្រូ A គាត់មកផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធលោកគ្រូវិញមកអានេះយើងបន្ថែមតិចទៀតណាខ្ញុំសូមបន្ថែមប្រមាណចំណុចទៀតដើម្បីឲ្យវាមើលទៅវាកាន់តែមានភាពច្បាស់លាស់ជូនបាទអញ្ចឹងនៅក្នុងនេះខ្ញុំថែមទី1គឺសេចក្តីបាទសេចក្តីថ្លែងការណ៍របស់គ្រូដឹកនាំស្រាវជ្រាវណាទី1យើងតែមានអាហ្នឹងដើម្បីទៅកាន់គណៈគ្រប់គ្រងពិតជាមានគ្រូដឹកនាំគាត់សញ្ញេមានអីយ៉ាងហ្នឹងណាបាទអូខេបាទឥឡូវខ្ញុំនេះបានសរសេរនៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ព្រឹកមិញហើយអញ្ចឹងលឿននេះបាទលឿននេះអញ្ចឹងខ្ញុំគ្រាន់តែកែវាតិចមកជាមួយលោកគ្រូអ្នកគ្រូទៅបានហើយអានេះគឺគេហៅថាសេចក្តីថ្លែងការណ៍របស់គ្រូដឹកនាំការសិក្សាគ្រូដឹកនាំការសិក្សាស្រាវជ្រាវមានន័យថា supervisor research statement បាទអញ្ចឹងយើងជូនចំពោះភាគីពាក់ព័ន្ធអានេះយើងដាក់កម្មវិធីលើកកម្ពស់គុណវត្តគ្រូរៀនវិញបាទគ្រូរៀនអានេះឈ្មោះលោកគ្រូអ្នកគ្រូពេល
នេះប្រធានបទរបស់គណៈគ្រប់គ្រងគាត់និយាយអំពីការសិក្សាលើការដឹកនាំនិងការបង្វឹកលើយុទ្ធសាស្ត្រសហគមន៍សាលារៀនហើយអានេះឈ្មោះអង្គភាពរបស់គាត់បែបហ្នឹងណាលោកគ្រូបាទអញ្ចឹងគឺប្រហែលយើងដែរតែគ្រាន់តែយើងផ្ដោតលើកិច្ចការងារគ្រូបាទឥឡូវយើងយកអានេះមកដាក់មកនេះប្រធានបទយើងបាទយកប្រធានបទយើងដាក់ចូលមកអូខេបាទសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ថាការសិក្សាស្រាវជ្រាវនេះធ្វើឡើងសម្រាប់រៀបចំរបាយការណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បាទលើប្រធានបទខាងលើគឺពិតជាបានបញ្ចប់ដោយអ្នកសិក្សាដែលមានបាទដែលមានរាយនាមណាដែលខ្ញុំគិតសេរាយនាមបាទដូចបាទកន្លែងនេះមានន័យថាគឺពិតជាបានបញ្ចប់ដោយអ្នកសិក្សាបាទដែលមានបាទអ្នកសិក្សាដែលបានណាតែបានដែលទទួលបានការដឹកនាំបាទដែលទទួលបានការដឹកនាំដោយផ្ទាល់របស់ខ្ញុំពិតមែនហើយខ្ញុំបានដើរតួនាទីណែនាំដល់របាយការណ៍ដល់ការរៀបចំរបាយការណ៍ស្រាវជ្រាវខាងលើប្រធានបទបាទណាដែលមានប្រធានបទអីគេនេះតែនឹងយើងយកប្រធានបទយើងមកដាក់មកលើប្រធានបទបាទហើយនេះគឺហត្ថលេខាគ្រូដឹកនាំនឹងយើងចាំឲ្យគាត់ចុះហត្ថលេខាទៅហើយនឹងការបរិច្ឆេទរបស់គាត់បាទអញ្ចឹងលោកគ្រូអាហ្នឹងយើងត្រូវមានអាហ្នឹងណាយើងត្រូវមានសេចក្តីថ្លែងការណ៍របស់គ្រូដឹកនាំហ្នឹងហើយយើងមានមួយទៀតគឺយើងម្ដងណាខ្លួនយើងម្ដងណាជាគេហៅថាបេក្ខជនណាជាបេក្ខជនហើយđâyបានជាគេប្រើពាក្យបេក្ខជនណាគ្រូពេលណាដែលយើងប្រើថាបេក្ខជនបញ្ញាបត្រជាន់ខ្ពស់ឬក៏បេក្ខជនបណ្ឌិតគេអាចប្រើបានពេលណាបាទពេលណាដែរគ្រូបាទនឹងហើយបើនៅពេលបន្តការសិក្សាហ្នឹងគ្រូតាមនឹងគិតហ្នឹងគ្រូអូបាទល្អបាទត្រូវដែរបាទត្រូវបានខ្លះ 50% អញ្ចឹងយើងឮគេនិយាយបេក្ខជនបណ្ឌិតឬក៏បេក្ខជនអនុបណ្ឌិតណាតែគាត់ថាខ្ញុំក៏ជាបេក្ខជននេះដែរប៉ុន្តែកន្លែងនេះខ្ញុំសូមចែកឲ្យច្បាស់ទៅថាពេលណាដែលយើងប្រើថាបេក្ខជនបានយើងអាចប្រើពាក្យបេក្ខជនអនុបណ្ឌិតឬក៏បេក្ខជនបញ្ញាបត្រចិនគ្រប់បានគឺនៅពេលដែលអ្នកគ្រូបានប្រឡងសំណើស្រាវជ្រាវហើយវាន័យថាយើងបានផ្សេងចំពុកទី1ទី2ទី3ហើយនេះលោកគ្រូបាន submit របាយការណ៍បាន submit
បទបង្ហាញហើយនឹងវីដេអូបទបង្ហាញលោកគ្រូអ្នកគ្រូឲ្យនឹងជៀវក្រុមការងារគ្រប់ចំនួនហើយគណៈកម្មការក៏ដាក់ទូជូនអាហ្នឹងទៅគេហៅថាបេក្ខជនបានបើមិនទាន់អាហ្នឹងទេគាត់នៅទំចូលរៀនថ្មីទេអត់ទាន់បានប្រឡងភាសាអង់គ្លេសគេហៅថា proposal defense ទេដំណើរស្រាវជ្រាវទេគឺมันមានសិទ្ធិហៅថាបេក្ខជនបណ្ឌិតឬក៏បេក្ខជនអនុបណ្ឌិតទេបាទអាហ្នឹងគឺជាអ្នកសិក្សាគេហៅថា master degree student ទេបាទដល់ពេលយើងបានប្រឡងproposal defense ហើយទើបបានគេហៅថា master candidate បាទអញ្ចឹងខ្ញុំឃើញគ្នាយើងមួយចំនួនគាត់ប្រើពាក្យនឹងខុសក្នុងការគាត់ទៅបានចូលរៀនអញ្ចឹងក៏អត់បានប្រឡងសំណាស្រាវជ្រាវទេឬក៏ proposal defense ទេតែគាត់ថាគាត់ជាបេក្ខជនអនុបណ្ឌិតឬក៏បេក្ខជនបណ្ឌិតចឹងតែអាហ្នឹងខុសបាទអញ្ចឹងគឺយើងប្រើបេក្ខជននៅពេលដែលយើងបានប្រឡងបាទ proposal defense ហ្នឹងចឹងពាក្យយើងវាយើងមិនអាចចេះប្រើបានប្រើទៅវាខុសដែរខ្លះបាទអរគុណគ្រូបាទហើយបើភាសាអង់គ្លេសក៏គេចែកដាច់ដែរឧទាហរណ៍ថាហើយយើងខាងក្រៅទៀតណានឹងជាការចែកម្លែកគ្នានេះពាក្យថាresearch report ហើយពាក្យថា thesis ហើយនឹងពាក្យថា dissertation ពាក្យនេះខុសគ្នាអត់គ្រូអ្នកគ្រូបាទពាក្យនេះខុសគ្នាណាបាទអានេះបកខ្មែរថារបាយការណ៍ស្រាវជ្រាវយល់បាទរបាយការណ៍ស្រាវជ្រាវបាទត្រឹមត្រូវណាការស្រាវជ្រាវចុះអានេះបកថាម៉េច thesisបកថាសារណាចុះ dissertation បកថាម៉េចបកថានិក្ខេបបទនេះយើងអាចជាប់វាបានថានិក្ខេបបទស្រាវជ្រាវសារណាស្រាវជ្រាវឃើញទេបីនេះខុសគ្នាអត់មានប្រើជាប់គ្នាហើយមានកម្រិតនៃការប្រើទៀតលើគ្រូអ្នកគ្រូដឹងតែវាខុសគ្នាមិនហិចទេបីនេះគឺគាត់បាត់គឺនិយាយទៅដឹងសេសារណាដឹងសេខេបបត់ដឹងសេរបាយការណ៍ស្រាវជ្រាវតែអត់ដឹងថាហ្នឹងប្រើពេលណាណាចឹងពីរហ្នឹងគឺខុសគ្នា3ហ្នឹងខុសគ្នាអានេះគឺពាក្យច្រើនគេប្រើសម្រាប់ថ្នាក់បញ្ញាបត្រឬបរិញ្ញាបត្រជាន់ខ្ពស់បរិញ្ញាបត្រជាន់ខ្ពស់ពេលគេប្រើ research report ណាគឺមានន័យថាមិនសូវជាផ្ដោតទៅលើការស្រាវជ្រាវប្រហែលទេដូចលោកគ្រូអ្នកគ្រូអញ្ចឹងគឺយើងមិនផ្ដោតទៅលើការស្រាវជ្រាវខ្លាំងទេដោយសារយើងរៀនមុខវិជ្ជាច្រើនហើយបាទចឹងហើយទើបយើងសរសេរថារបាយការណ៍ស្រាវជ្រាវសារណាគឺសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់តែម្ដងបរិញ្ញាបត្រជាន់ខ្ពស់ហើយអោបទៅការស្រាវជ្រាវខ្លាំងទៀតអានោះត្រូវបោះពុំទៅអីណាពេលនិយាយ thesis បាទអោបលើការស្
ស្រាវជ្រាវជាចម្បងហើយអានេះនិក្ខេបបទគឺសម្រាប់ថ្នាក់បណ្ឌិតបានគេប្រើអាហ្នឹងសម្រាប់ពីអង់គ្លេសណាខ្មែរយើងប្រើមិនខ្ញុំអត់ដឹងទេបាទដឹងថាបណ្ឌិតពេលដែលយើងនិយាយការស្រាវជ្រាវរបស់ថ្នាក់បណ្ឌិតគឺ dissertation បាទនេះគេប្រើថ្នាក់បណ្ឌិតចឹងបើយើងចែកនេះមិនដាច់ណាដូច្នេះគេចេះណាត់ឃើញថាថ្នាក់បណ្ឌិតក៏សេសារណាឬក៏សេរបាយការណ៍ស្រាវជ្រាវមិនមែនទេថ្នាក់បណ្ឌិតគឺសរសេរនិក្ខេបបទ dissertation thesis or master degree research report ហ្នឹងក៏អាច master degree ដែរនៅពេលដែលមុខវិជ្ជាឬក៏គេថា nature នៃការរៀនហ្នឹងវាមិនផ្ដោតទៅលើការស្រាវជ្រាវពេកអញ្ចឹងគឺយើងអាចសរសេរតែជា research report ទៅវាស្រាលបន្តិចអញ្ចឹងណាបាទអ្នកដែរលោកគ្រូមានយោបល់អីណា3ហ្នឹងឬក៏ធ្លាប់មានការយល់ឃើញមិនដែរអត់ទេហ្នឹងហើយcònតែជាការចែកម្លែកលោកគ្រូប៉ុន្តែលោកគ្រូមានអីចែកម្លែកមកវិញអាចថាអូធ្លាប់បានយល់ទៅឃើញបែបនេះវាត្រូវទេព្រោះការវាអាចអ្វីដែលខ្ញុំយល់ឃើញហ្នឹងវាមិនទាន់ត្រូវដែរឬក៏វាខ្វះចំណុចណាមួយយើងពេញចូលទៅយើងទទួលបានចំណេះដឹងមួយពេញលេញទាំងអស់គ្នាបាទអញ្ចឹងខ្ញុំទៅទៀតណាបាទអញ្ចឹងគាត់ថាអញ្ចឹងយើងកុំឲ្យកូនសិស្សយើងប្រើពាក្យខុសបាទខ្ញុំបារម្ភព្រោះលោកគ្រូអ្នកគ្រូយើងអត់នេះសិតតែជាអ្នកអប់រំហើយទៅពេលយើងទៅប្រើពាក្យខុសទៅវានេះដែរណាវាអត់ល្អដែរទេអាហ្នឹងខ្ញុំគាត់ចែកចម្លែកប៉ុណ្្នឹងពាក្យហ្នឹងតែលោកគ្រូអ្នកគ្រូជាគ្រូអក្សរសាស្ត្រខ្មែរគ្រូអីខ្ញុំគិតថាច្បាស់ជាងខ្ញុំទៀតលើចំណុចហ្នឹងបាទខ្ញុំគ្រូអង់គ្លេសទេបាទនិយាយត្រង់ទៅហើយពួកជាកូនសិស្សរបស់អ្នកគ្រូសុភាពនៅទីនេះដែរបាទធ្លាប់រៀនជាមួយគាត់យូរហើយបាទតាំងថ្នាក់ទី7ទីអីបាទទី7ទី8អីទី9បាទទី9នៃនេះជួបគាត់ច្រើនឆ្នាំបាទពី2 3ឆ្នាំជាប់គ្នាហ្នឹងហើយអញ្ចឹងគឺយូរហើយបាទខ្ញុំគិតថាកិច្ចការងារនេះយើងគាត់មកចង់ទៅមិនយើងប្រើឲ្យវាត្រូវណាក្នុងបរិបទមួយហ្នឹងអូខេចាឥឡូវខ្ញុំសូមបន្តទៀតអញ្ចឹងគឺតកតងជាមួយនឹងសេចក្តីថ្លែងការណ៍របស់បេក្ខជនមានរបស់លោកគ្រូអ្នកគ្រូហ្នឹងគឺយើងសេចក្តីថ្លែងការណ៍នេះគឺដើម្បីបញ្ជាក់ថារបាយការណ៍ស្រាវជ្រាវលើប្រធានបទបាទនេះយើងយកប្រធានបទរបស់យើងមកដាក់មកប្រធានបទអីគេហ្នឹងបាទខ្ញុំជិលអានលោកគ្រូអ្នកគ្រូខាងគ្រូបរិញ្ញារៀងស្រួលទេបើខាងនេះវិញណាខាងគណៈគ្រប់គ្រងវិញពិបាកណាស់ភាសាអីពួកគាត់មិនមែនជានាយកទាំងអស់ទេមានអ្នកខ្លះនាយកទៅមានអ្នកខ្លះធ្វើទៅពេលយើងប្រាប់ឲ្យគាត់សរសេររបាយការណ៍បែបនាយកគាត់ថាចុះខ្ញុំរៀនមន្ទីរស្អីមិនវិញទៅពេលអូចុះខ្ញុំធ្វើការនៅការិយាល័យមិនវិញទៀតទៅចឹងខ្ញុំធ្វើការនៅគ្រឹះស្ថានបរិយាធ្វើមិនហើយខ្ញុំធ្វើការនៅនាយកដ្ឋានធ្វើមិនអញ្ចឹងគឺរៀងស្មុគស្មាញបន្តិចណារបាយការណ៍ហ្នឹងគឺត្រូវបែងចែកចេញជាភាគីពាក់ព័ន្ធច្រើនតែពេលលោកគ្រូអ្នកគ្រូខុសតែមុខវិជ្ជាទេអញ្ចឹងអត់អីទេដូរទៅមុខវិជ្ជាតិចទៅចប់ហើយតែពួកគាត់រៀងខុសបរិបទហ្មងបាទមន្ទីរធ្វើការងារបែបមន្ទីរហ្មងការិយាល័យធ្វើការងារបែបការិយាល័យហ្មងបាទណាគឺសម្រាប់ជាផ្នែកមួយក្នុងការបំពេញលក្ខខណ្ឌបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសបាទឯកទេសមិនយើងសរសេរហើយបាទនៅលើនេះជាជីវៈគ្រូបង្រៀននិងការអវត្តកម្មវិធីសិក្សា
ដូចជាគ្រូដែលគាត់រៀនហ្នឹងមិនមែនតែអ្នកគ្រូសុភាពទេមានមានលោកគ្រូសរឿនលោកគ្រូសុភ័ក្រអីដែរតែមិនដឹងថាគាត់ចូលនៅក្នុងលីងហ្នឹងឬក៏លីងផ្សេងដោយសារអ្នកសិក្សាយើងច្រើនហើយនៅគណៈគ្រប់គ្រងនោះដូចជាមានលោកគ្រូគុំយីបាទគាត់កំពុងតែរៀនគណៈបញ្ញាបត្រជាន់ខ្ពស់តែខាងផ្នែកគណៈគ្រប់គ្រងបាទនៅលោកគ្រូចាបីនៅគ្រូរៀនចូលអាសាឲ្យឈ្មោះគាត់ផងគាត់ចេះតែឆ្ងល់ថាមិនទៅស្គាល់តែអ្នកគ្រូភាពអញ្ចឹងអត់អូអញ្ចឹងអធិស្ឋានអត់ទេដោយសារលឺអ្នកគ្រូភាពនិយាយច្រើនណោះព្រោះអញ្ចឹងចិត្តអា Google វាចេញមុខយើងអ្នកចៃហ៎បាទចាបាទហ្នឹងអធិស្ឋានអីទេគ្រូទៅប្រាប់គេតាបាទគ្រូបាទហ្នឹងហើយអញ្ចឹងវា Google Meet ហ្នឹងអញ្ចឹងឯងវាលោតចេញតែរូបយើងអ្នកនិយាយតែប៉ុន្មានអ្នកហ្នឹងឯងពេលអត់និយាយវានៅខាងក្នុងហ្នឹងភាសាយើងច្រើនគ្នាអញ្ចឹងចង់សួរទៅលោកគ្រូថាអ្វីដែលលោកគ្រូបង្ហាញហ្នឹងជាខ្លឹមសារឬមកក៏ជា form បាទហ្នឹងគឺជា form មានន័យថាអ្វីដែលលោកគ្រូសិក្សាគាត់បានណែនាំមកហ្នឹងគឺវាបានខ្លះហើយអញ្ចឹងខ្ញុំកំពុងតែយកអ្វីដែលយើងមានស្រាប់បូកជាមួយនឹងអ្វីដែលខ្ញុំបន្ថែមថ្មីហ្នឹងឲ្យវាមើលទៅវាកាន់តែមានលក្ខណៈacademic បន្ថែមទៀតណាគ្រូបាទអត់ទេលោកគ្រូខ្ញុំចង់សួរថាយើងយកអានោះមកដាក់តែម្ដងឬមកក៏យើងត្រូវសេបំពេញបន្ថែមបាទសេវិញបន្ថែមតិចតិចទេលោកគ្រូថាថែមតែមុខវិជ្ជាលោកគ្រូអីគេនេះកន្លែងធានបត់នេះមុខវិជ្ជាសាលាលោកគ្រូនៅខេត្តណាអីតែប៉ុណ្្នឹងទេតែប៉ុណ្្នឹងទុកវាអញ្ចឹងដែរលោកគ្រូដូចគ្នាបាទអរគុណគ្រូអានឹងជាខ្លឹមសារហើយគ្រូចង់បាទគ្រូចង់បន្ថែមថាមកពីអ្នកគ្រូភាពហ្នឹងមិនមែននិយាយច្រើនទេតប៉ែអញ្ចឹងគេអ្នកតប៉ែហ្នឹងហើយបងធំហ្នឹងហើយអ្នកតប៉ែអត់ទេចេះចង់ធ្វើបញ្ជាក់ចេះចុះអាពេលដែលយើងបានធ្វើមួយរយៈមុនណាមានកន្លែងហ្នឹងកន្លែងនេះចាហ្នឹងបានន័យថាយើងរក្សាដដែលយើងដូរតែសាលាយើងហើយនៅឈ្មោះយើងបាទយើងរក្សាដដែលអាណាយើងមាននិយាយរួមអានេះថ្មីអញ្ចឹងមានន័យថាយើង copy អាថ្មីយកទៅដាក់លើអាចាស់របស់យើងដែលអត់ទាន់មានអូចាយល់ហើយបាទអូខេបាទអរគុណច្រើនបាទកន្លែងហ្នឹងមួយតាក់ទងនឹងការចងរូបមន្តនោះការចងមេតិកានោះទៅពេលដាក់ទៅវាអាចរៀលឬមួយក៏យ៉ាងម៉េចគ្រូហ្នឹងហើយអញ្ចឹងមានន័យថានេះដល់ពេលដែលយើងដាក់ហ្នឹងគឺយើងត្រូវselect វាឲ្យទៅដូចខ្ញុំបានដាក់វាឲ្យហើយហ្នឹងគឺនៅ heading ទី1ឲ្យយ៉ាងគេណាបាទអញ្ចឹងដល់ពេលដែលយើងដាក់ថ្មីគឺយើងត្រូវតែយកវាមកដាក់ជា heading ទី1ទី2ដូចមុនអញ្ចឹងហើយដល់ពេលរួចចាំយើងចុចនៅកន្លែងមាតិកាហ្នឹងយើងចុចពី update table content ទៅវា load មកហើយបាទចឹងតន់ណាចិត្តតន់ណាគ្រូចិត្តតន់អត់ចេះទេលោកគ្រូខ្ញុំធ្វើការលោកគ្រូតែលោកគ្រូគាត់ថាហើយហីបាទចិត្តតន់ណាអីទេបាទកុំបារម្ភផងអូខេបាទអញ្ចឹងខ្ញុំសូមបន្តទៅបន្តិចទៀតបាទមួយទៀតកន្លែងនេះគឺយើងសរសេរអញ្ចឹងណាប្រាប់ថាអានឹងវាជាស្នាដៃរបស់យើងបាទណាហើយយើងគឺមិនបានយកស្នាដៃហ្នឹងបាទយកទៅបំពេញលក្ខខណ្ឌរបស់ស្ថាប័នអប់រំណាមួយពីមុនមកទេណាគេចង់ឲ្យយើងបញ្ជាក់ឲ្យច្បាស់អញ្ចឹងកុំឲ្យគេលោយើងទៅយកស្នាដៃរបស់យើងធ្លាប់រៀនការពីមុនមកយកមកដាក់បញ្ចប់ការសិក្សាយើងអីចឹងណាគាត់នៅកិច្ចការបញ្ជាក់អញ្ចឹងហ្នឹងបែបបត់បែនរដ្ឋបាលទេបាទអញ្ចឹងហើយនៅនេះគឺយើងដាក់ហត្ថលេខាយើងមកការបរិច្ឆេទហត្ថលេខាគ្រូដឹកនាំការបរិច្ឆេទអីជាដើមបាទហើយចំណុចបន្ថែមទៀតដែលយើងអាចបន្ថែមបានឲ្យវាកាន់តែល្អយើងនៅក្នុងនេះលោកគ្រូអ្នកគ្រូបានដាក់សេចក្តីថ្លែងអំណរគុណហើយតែសេចក្តីថ្លែងអំណរគុណគួរដាក់មុនមាតិកាបាទដាក់នៅពីលើមាតិកាទៅក៏បានដែរតែបើបោះយើងដាក់ពីក្រោមមាតិកាហើយក៏ដាក់ពីក្រោមទៅមិនជាបញ្ហាទេប៉ុន្តែជាជាក់ស្ដែងយើងអាចដាក់មុនមាតិកាទៅ
ចាំវេទិកាហ្នឹងនៅពីលើសេចក្តីផ្ដៅមួយបានហើយពេលដែលវាលោតទៅគឺវាលោតទៅតែវាលោតទៅវាចេញសេចក្តីផ្ដៅហ្នឹងលេខ1ទេមិនត្រូវវាអាចសេចក្តីផ្ដើមចេញលេខ7មកហើយក៏ប៉ុន្តែអាហ្នឹងបើយើងមើលតាមបែបបទនៃការសរសេរសភៅបាទចឹងមែនណាបាទយល់បាទបាទចឹងនៅក្នុងនេះយើងអាចដាក់មកមានសេចក្តីថ្លែងអំណរគុណគ្រូអ្នកគ្រូបានសរសេរសេចក្តីថ្លែងអំណរគុណហើយឃើញបលគ្រូសំបងគាត់សិតតែតែងកំណាទៀតសាហាវបាទជម្រាបសួរគ្រូសេចក្តីថ្លែងការរបស់គ្រូនឹងដាក់នៅពីលើថ្លែងមកគាត់នឹងទៀតបាទដាក់នៅពីលើនឹងទៀតបាទមុននឹងទៀតកម្រងមុនអត់មានហ្នឹងបាទហ្នឹងហើយកម្រងមុនអត់មានឥឡូវយើងបន្ថែមខ្ញុំយើងបន្ថែមឲ្យវាកាន់តែច្បាស់លាស់ទៀតបាទឲ្យវាមានលក្ខណៈវិទ្យាសាស្ត្រជាងមុនណាបាទទៅពេលគ្រូកាត់ទីគ្រូចឹងទៅគ្រូជួយទម្លាក់កម្រងផងបាទខ្ញុំនឹងទម្លាក់ជូនបាទអរគុណទៅវិញនៃរឿងស្ដាប់ឡើងឮបដ ாய் អូបាទនឹងភ្លៀងតែនៅពេញភ្លៀងដែរនេះគ្រូកងភ្លៀងអាប់អត់ឮអូប្រហែលជាដោយសារវាថ្លង់បាទត្រូវហើយអញ្ចឹងសេចក្តីថ្លែងអំណរគុណហ្នឹងលោកគ្រូអ្នកគ្រូគ្រាន់តែលោកគ្រូអ្នកគ្រូយករបស់លោកគ្រូអ្នកគ្រូដែលមានស្រាប់ហ្នឹងយកមកដាក់មកមាននេះសេចក្តីថ្លែងអំណរគុណនេះយើងសេហើយណាហើយបន្ទាប់មកមានមូលន័យសង្ខេបដូចជាអាហ្នឹងការពិតយើងត្រូវសរសេរពេលយើងសរសេរចប់ចម្ពោះទាំងអស់បាទសរសេរបាទមូលន័យសង្ខេបភាសាអង់គ្លេសគេហៅថា abstract បាទអញ្ចឹងមូលន័យសង្ខេបហ្នឹងខ្ញុំបានបញ្យល់ណែនាំទៅកាន់គណៈគ្រប់គ្រងដែរពីរបៀបនៃការសរសេរហ្នឹងបាទឥឡូវខ្ញុំនឹងបញ្យល់ជូនទៅលោកគ្រូអ្នកគ្រូដែរថាតើយើងសរសេរមិនឲ្យត្រឹមត្រូវហើយមានភាពច្បាស់លាស់ណាបាទអញ្ចឹងយើងពិនិត្យមើលទៅគឺនៅក្នុងហ្នឹងគឺវាចែកចេញជា2ចំណុចធំទី1កថាខណ្ឌទី1គឺលោកគ្រូអ្នកគ្រូត្រូវសរសេរអំពីសាវតាខ្លីមកបាទសាវតាខ្លីផ្នែក2 3បន្ទាត់មកពីការសិក្សាស្រាវជ្រាវរបស់យើងបន្ទាប់មកយើងសរសេរគោលបំណងស្រាវជ្រាវវត្ថុបំណងស្រាវជ្រាវហើយវិធីសាស្ត្រស្រាវជ្រាវតើការវិធីសាស្ត្រស្រាវជ្រាវរបស់យើងហ្នឹងយើងសរសេរមិនខ្លះបាទមានន័យថាតើវាជាប្រភេទគុណវិស័យឬក៏បរិមាណវិស័យហើយយើងទៅប្រមូលទិន្នន័យហ្នឹងមានប្រមាណអ្នកដែលយើងទៅប្រមូលសំណាក់ហ្នឹងបាទហើយយើងប្រើឧបករណ៍អីគេការសម្ភាសការសង្កេតឬក៏ការស្ទង់មតិឬក៏អីហើយយើងវិភាគទិន្នន័យហ្នឹងដោយប្រើអីគេបាទដោយប្រើកម្មវិធី SPSS យើងប្រើកម្មវិធីឬក៏យើងប្រើលក្ខណៈ statistic SEM ឬក៏ ANOVA test អីអាហ្នឹងនៅពេលដែលយើង design អញ្ចឹងបានថាឥឡូវយើងកុំអាតន់ខ្វល់ទេកុំអាតន់ឈឺក្បាលតែគាត់តែរបៀបនៃការសរសេរគឺសរសេរអញ្ចឹងហើយបានកថាខណ្ឌទី2និយាយអំពីលទ្ធផលការសិក្សាស្រាវជ្រាវរបស់យើងទៅតាមវត្ថុបំណងស្រាវជ្រាវមួយហ្នឹងអញ្ចឹងវត្ថុបំណងទី1គេបង្ហាញថាម៉េចទី2ទីម៉េចទី3ថាម៉េចមិនខ្លីៗទេហើយបានចុងក្រោយបានមានសេចក្តីសន្និដ្ឋានបាទសេចក្តីសន្និដ្ឋានហើយនឹងអនុសាសន៍បាទអាហ្នឹងគឺជារបៀបនៃការសរសេរមូលន័យសង្ខេបបាទសាវតាភ្លេចរកសាវតាបាទភ្លេចរកមួយលោកនេះមានរោដែរបាទកន្លែងហ្នឹងមកពាក្យអវតាបាទអវតាមានរបាទអូខេបាទអូបានលោកគ្រូប្រាប់មួយទៀតហ្នឹងខ្ញុំអត់បានចាប់អារម្មណ៍កន្លែងហ្នឹងអរគុណច្រើនបាទអញ្ចឹងកន្លែងហើយមួយទៀតគឺយើងត្រូវមានពាក្យកលឹះលោកគ្រូណាហ្នឹងគឺមានពាក្យកលឹះព្រោះការសិក្សាស្រាវជ្រាវគឺត្រូវតែមានពាក្យកលឹះអញ្ចឹងពាក្យកលឹះអាចមាន5យ៉ាងច្រើន6ឯបានហើយអញ្ចឹងនៅក្នុងនេះខ្ញុំបានសរសេរវឹកមិញហើយគឺទី1គឺយុទ្ធសាស្ត្រសហគមន៍សាលារៀនកំណែទម្រង់អប់រំលទ្ធផលសិក្សារបស់សិស្សហើយអានេះយើងអាចដាក់យើងដូរគណៈគ្រប់គ្រងចេញវិញយើងដាក់វិជ្ជាជីវៈគ្រូបង្រៀនវិញជាជីវៈគ្រូបង្រៀនបាទការចូលរួមរបស់សហគមន៍ស្តង់ដារសាលារៀនមានប្រសិទ្ធភាពអីជាដើមហ្នឹងទៅ
mà chẳng dương miên mù lần ấy miên ấy chọc sọc trục năng hái bà hái miên là so can tiền cụ nè bà sân bà nông khai quạt bà cụ này cũng miên là so cắt xong phơi với đài so cắt năng mạch so cắt năng nè bên nhâm ban đã màu trắng to tha còn chỉ lại phụ nông pin dương bên từ xe còn chỉ lại phụ nông pin rồi lại pi tí dương xe ta so phao máu và dùng học đồng dùng chân cái lá o dò co chân từ hay bên miền là so cắt ấy chi tiết là bao nhiêu so cắt ấy có đã tới và ca cô đào ca vọt có đại chơi việc STG nữa mấy so cắt mấy người dân đã chân từ và đấy cô này cô đang hay drop an phải cái miền là so cắt mình chăng nữa và chẳng là nó cư dân từ đã so cắt này và nếu nhâm đã ban pi áo chịu từ ho đây và nói ban miền Mitika Tràng ấy kỳ Mitika Tràng nó cứ miền đây tha Tràng muối mình miền cho nó chơi với ha Tràng ti muối dây ông pi là tập ho sắc xa là boxer nơi tầm po tìm ngàn Tràng ti pi dây ông pi ca cho luôn bạc xạ cùng tầm po tìm ngàn này chẳng là cô này cũ tại khơi nhé anh cái Mitika Tràng này toán á bà con của bạn và ai mua chết cứ miên cá rục thiệp và chẳng bên đây tha rục thiệp thì muối thì dây ông pi ấy kế ca cái chung nó tam tan nơi tầm po tình ngàn rục thiệp pi dây ông pi ca sang song là riêng tầm po tình ngàn ấy này chứng cứ cây miên tàng rục thiệp cây miên tàng cây miên cá rục thiệp cá rục tàng nó sao lấy cái tha content of table hay là content of figure và chẳng cứ thời miên đôi khi này chẳng đại nhưng mà thay vì lừa ở đây đây lúc được sắp xúc ngay nóm nhưng mà thay tại phần năng tế và thôi vì miền phim cho bác lo xin muốn và những thay vì các ba lừa máu đó xem mình update table là content mùi những cái cho update những cho chân máu hay những cho cái entire table và nè cái nào đã update hết cứ via load font này chúng ta những cài font về và nó khi với máu này cái cài font bên tới và những cài font về tích tới mọi về nơi load nhẹ nhàng chẳng về rồi tích nó và nó bị load từ bên nhảy và đấy để khơi nhé kênh bia màu rồi và khi lấy dương tay mình mơ to tiếp nó không sẽ cái đây tao đây là slide nó con nó cứ cụ số bán con mau hay chẳng con cụ số bán còn là copy vậy để con ba sẽ máu do ta đắt được thằng lứa để cho ban đã mau hồi từng từ ba hồi chẳng á và hay mua lần này ní mấy con của ban lùng được số của ban xây đây nó xây khởi kỳ xây clay hai đọc bài ca nên vậy thì ấy được trong mấy và pho thành rạch ấy ra rồi xây mình ao lớp pi từ qua thì đấy lúc lùng được số còn này non tha nắng viên ban rạch ấy mà chẳng á đây nhóm nhưng mà chưa được thay tới lục này cũ rồi can này cái mắt ha anh nắng cứ kê xây bà đó là nhá nè cứ kê xây nó tim muối ở bên cô nó ca sai chiều nó mất và thọ cùng non mất thì xa sai chưa dẫn mất thôi sầm nạ nó dẫn mất ai dẫn mất chân từ hay là kho ca sai chiều nó đôi lùng được sâu con vậy nó ra kia mày khác và hai bên đây xong tháng bên ăn sạc màu lấy nhung mà xong anh nhà bà hai tích phân đồng anh ấy nhung đừng bà hai thì mình thành bọt nè bạn nhà bắt cho phù hợp bọt những này đây nó bị chia từ sao lấy chia sẻ được và chẳng được phụ này cũ ai download
នៅក្នុង Google បានណារបស់ខ្ញុំគឺវានៅក្នុង Google អញ្ចឹងលោកគ្រូអ្នកគ្រូវាយឈ្មោះខ្ញុំមកដាក់ពិសិដ្ឋthesis Chula អញ្ចឹងមកចាញ់ហើយនេះអាច download វាមើលបានបាទអញ្ចឹងខ្ញុំបង្ហាញបន្តិចទៅកុំឲ្យទៅលោកគ្រូអ្នកគ្រូថាមិនបានរៀបចំបាទមកថារៀបចំទៅដូចញ៉ៃម៉េចបាទអូខេបាទអញ្ចឹងគឺនៅក្នុងនេះជាភាសាអង់គ្លេសទេបាទអញ្ចឹងអាហ្នឹងគឺមានចំណងជើងមានឈ្មោះខ្ញុំបាទណាហើយគេសរសេរថាយកមកគឺដើម្បីបំពេញលក្ខខណ្ឌនៃបញ្ចប់ការសិក្សាដូចគ្នាអញ្ចឹងបាទហើយអានេះគេសរសេរជាភាសាថៃណាភាសាថៃហើយនេះគឺមានចំណងជើងគឺមានគណៈកម្មការឯបន្ថែមទៀតតែខ្ញុំមិនដាក់ឲ្យវែងឆ្ងាយពេកហ្នឹងទេបាទហើយនេះគឺជាមូលន័យសង្ខេបហ្នឹងនៃ abstract ហ្នឹងគឺយើងសរសេរជាភាសាថៃផងសរសេរជាភាសាអង់គ្លេសផងបាទអញ្ចឹងលោកគ្រូអ្នកគ្រូឃើញហីគឺខ្ញុំចាប់ផ្ដើមមកគឺខ្ញុំប្រាប់ថាការសិក្សាស្រាវជ្រាវរបស់ខ្ញុំមានគោលបំណងបាទចំនួន3មានអីខ្លះប្រាប់គេអញ្ចឹងណាហើយថាគឺខ្ញុំបានធ្វើការសម្ភាសជាមួយនឹងអ្នកឯកទេសអប់រំចំនួន5នាក់បាទហើយដោយធ្វើការវិភាគទិន្នន័យហ្នឹងដោយប្រើតាមបែបពាក្យសម្ដីបាទហើយបន្ថែមពីនេះទៀតគឺខ្ញុំបានធ្វើការស្ទង់មតិជាមួយនឹងគណៈគ្រប់គ្រងមជ្ឈមណ្ឌលបាទចំនួន28នាក់ហើយនឹងអ្នកដែលគាត់ចូលរួមសិក្សាហ្នឹងចំនួន197នាក់បាទដោយប្រើប្រាស់វិធីសាស្ត្រជ្រើសរើសសំណាក់ហ្នឹងដោយ random បាទអញ្ចឹងហើយគឺខ្ញុំមកវិភាគដោយប្រើកម្មវិធី SPSS បាទដោយប្រើ min ហើយនឹង standard deviation ហើយនឹងខ្ញុំប្រើរូបមន្តគេហៅថា PNI modify គឺការសិក្សាតម្រូវការអញ្ចឹងគឺខ្ញុំប្រាប់គេអញ្ចឹងណាបាទថាហ្នឹងគឺទៅវិភាគមិនអីមិនបាទហើយបានខ្ញុំនិយាយថាការសិក្សាស្រាវជ្រាវហ្នឹងទី1គឺវាបានបង្ហាញថាម៉េចទី2បានបង្ហាញថាម៉េចទី3បានបង្ហាញថាម៉េចហើយនេះគឺជាពាក្យកលឹះរបស់វានេះណាគ្រូអញ្ចឹងគឺការសរសេរមូលន័យគឺសរសេរបែបហ្នឹងបាទហើយអានេះគឺជាការសរសេរសេចក្តីថ្លែងអំណរគុណនឹងឯងថ្លែងអំណរគុណខ្លីប៉ុណ្្នឹងទេបាទហើយអានេះគឺជាទំព័របាទអញ្ចឹងគឺយើងសរសេរមកអញ្ចឹងហៅហាយមកអញ្ចឹងមកបាទនេះមាននេះអានេះ list of table ហ្នឹងអញ្ចឹងអាហ្នឹងគឺជាមាតិកាតារាងហើយបាទហើយមានមាតិការូបភាពនេះមាតិការូបភាពបាទហើយនេះគឺជាចម្ពោះទី1បាទណាចម្ពោះទី1អញ្ចឹងចម្ពោះទី1ហ្នឹងខ្ញុំមានទី1គឺសាវតាព័ត៌មានសង្ខេបមកបាទអញ្ចឹងសេហោហែអញ្ចឹងមកបាទហើយបានចូលដល់បានចូលទៅដល់សំណួរស្រាវជ្រាវហើយបានចូលទៅដល់គោលបំណងវត្ថុបំណងស្រាវជ្រាវហើយបានចូលដល់ព្រំដែននៃការសិក្សាហើយបានចូលទៅដល់ការបញ្យល់ពាក្យកលឹះបាទចុងក្រោយអញ្ចឹងចម្ពោះទី1របស់ខ្ញុំគឺមានប៉ុណ្ណឹងបាទមានប៉ុណ្ណឹងហើយបានចូលដល់ចម្ពោះទី2រំលឹកទ្រឹស្ដីឬក៏វិចារណនិពន្ធហ្នឹងអញ្ចឹងណាលោកគ្រូអញ្ចឹងការសរសេរគឺគេសរសេរបែបហ្នឹងអញ្ចឹងបាទខ្ញុំយកអាហ្នឹងមកបន្ថែមបូកជាមួយនឹងបរិបត្តិថ្នាក់ master នៅមហាវិទ្យាល័យអប់រំតែម្ដងគឺគេធ្វើអញ្ចឹងដែរបាទសំទោសលោកគ្រូបាទចេញលោកគ្រូខ្ញុំអាច download មើលបានលោកគ្រូបាទdownload បានលោកគ្រូចូលទៅGoogle ទៅបាទចូលទៅ Google ហើយលោកគ្រូគាត់វាយពាក្យចាបាទវាយអ្នកពិសិដ្ឋ thesis Chula មកវានឹង load ចេញមកអានេះឲ្យហើយបាទអញ្ចឹងនៅក្នុងហ្នឹងគឺលោកគ្រូអាចធ្វើការ download បានឬក៏បើលោកគ្រូអ្នកគ្រូចាប់អារម្មណ៍អត្ថបទរបស់ខ្ញុំលោកគ្រូអ្នកគ្រូវាយអ្នកពិសិដ្ឋ Google Scholar
ចឹងគឺនៅក្នុង Google Scholar ហ្នឹងគឺជាបណ្ដុំនៃការសិក្សាស្រាវជ្រាវណាបាទអញ្ចឹងគឺចូលមកគឺចេញឈ្មោះខ្ញុំនៅក្នុងឈ្មោះខ្ញុំហ្នឹងគឺមានអត្ថបទដែលខ្ញុំបានសរសេរបោះពុម្ពនៅក្នុងទស្សនាវដ្តីស្រាវជ្រាវថ្នាក់ជាតិនិងថ្នាក់អន្តរជាតិបាទក្នុងហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូអាច download យកមើលបានឥឡូវឧទាហរណ៍ថាចូលអានេះមើលមួយចូលទៅមើលទៅលោកគ្រូចុចចូល PDF ហ្នឹងមកបាទវា download មកហើយអូខេអញ្ចឹងគឺលោកគ្រូអ្នកគ្រូនឹងឃើញអត្ថបទស្រាវជ្រាវខ្លីទេអានេះពាក្យថាអត្ថបទស្រាវជ្រាវគឺគេធ្វើតែ10ទំព័រជាងអីឯងណាអញ្ចឹងគឺខ្លីបែបហ្នឹងតែដែរលោកគ្រូអ្នកគ្រូឃើញខ្លីអញ្ចឹងតែតម្រាំតែបោះពុំបានយូរណាខ្ញុំផ្ញើទៅគេខែ2សំទោសថ្ងៃ2ខែឧសភាឆ្នាំ2020ហើយគេឲ្យខ្ញុំកែវិញថ្ងៃទី24ខែកញ្ញាឆ្នាំ2020ហើយគេទទួលបោះពុំមានន័យគេគ្រាន់ទទួលថានឹងបោះពុំហ្នឹងណាគេអត់ទាន់បោះទេគឺនឹងថ្ងៃទី12ខែតុលាឆ្នាំ2020ហើយតម្រាំតែគេបោះពុំចេញមកតែម្ដងឲ្យឃើញបែបនេះគឺថ្ងៃទី28ខែ September ដដែលកញ្ញាឆ្នាំ2021អញ្ចឹងរយៈពេលពីឧសភា20មកដល់កញ្ញា21គឺមួយឆ្នាំជាងណាទៅគេបោះពុំឲ្យហើយបើមិនស្រួលទេគឺគេអត់បោះពុំឲ្យទៀតបើយើងសរសេរទៅគេអត់ពេញចិត្តបាទអរគុណច្រើនគ្រូដល់រត់បានគ្រូបាទអរគុណច្រើនបាទអរគុណបាទអូខេអញ្ចឹងខ្ញុំនឹងទៅបន្តទៀតអញ្ចឹងលោកគ្រូអ្នកគ្រូឃើញហើយថាយើងរៀនបើយើងផ្ដោតលើការស្រាវជ្រាវហ្មងគឺត្រូវធ្វើការបោះពុំអីប៉ុន្តែដោយសារយើងរវល់ហើយយើងធ្វើត្រឹមតែជាគេហៅថា research report ទេដូចខ្ញុំបញ្យល់មកអញ្ចឹងគឺរបាយការណ៍ស្រាវជ្រាវទេអញ្ចឹងយើងមិនចាំបាច់អីស្មុគស្មាញពេកអញ្ចឹងទេអូខេអញ្ចឹងយើងបានមើលហើយឥឡូវខ្ញុំនឹងទៅពិនិត្យមើលសេចក្តីផ្ដើមដែលលោកគ្រូបានសរសេរអ្នកគ្រូបានសរសេរដូចលោកគ្រូដូចគ្នាអានេះគឺអត់អីទេថ្លៃអំណរគុណលោកគ្រូគាត់ចង់ដាក់អញ្ចឹងក៏ដាក់ទៅបាទអានេះគាត់បានសរសេរមកហើយល្អហើយបានសរសេរប៉ុន្តែយើងនឹងពិនិត្យមើលទៀតថាតើវាអាចត្រឹមត្រូវបានប៉ុណ្ណាអញ្ចឹងណាបាទអូខេឥឡូវយើងចូលដល់សេចក្តីផ្ដើមសេចក្តីផ្ដើមនៅក្នុងនេះគឺបាទយើងបាននិយាយពីគោលនយោបាយសង្ខេបយុទ្ធសាស្ត្រចតកោណសង្ខេបបាទហ្នឹងយើងសរសេរអញ្ចឹងហោហែមកបាទអត់អីទេយើងសរសេរអញ្ចឹងចាស់កទូចបាទអានេះបើសិនជាអាចលោកគ្រូអ្នកគ្រូអាចវាយវាឡើងវិញថែបវាឡើងវិញគូតារាងខ្លួនឯងទៅយើងកុំយកជារូបភាពអញ្ចឹងណាបាទហ្នឹងបើសិនជាអាចណាបើសិនធ្វើបានខ្ញុំលើកទឹកចិត្តឲ្យគូតារាងឡើងវិញហើយសរសេរវាឡើងវិញទៅបាទណាព្រោះថាតារាងគឺជាតារាងលោកគ្រូវាមិនមែនជារូបភាពទេព្រោះនេះវាជាតារាងឯងអញ្ចឹងហើយបានយើងមានមាតិកាតារាងមាតិការូបភាពបើរូបភាពវាជារូបភាពមិនអញ្ចឹងឯងវារូបភាពជារូបភាពសកម្មភាពមនុស្សបាទឬក៏រូបភាពជាឆាតជាក្រាបជាអីអាហ្នឹងជារូបភាពប៉ុន្តែតារាងគឺជាតារាងវាមិនអាចតារាងចេញជារូបភាពឯដូចនេះយើងដាក់រូបភាពហ្នឹងតែពិតយើងត្រូវគូសឡើងវិញសរសេរទៅជាតារាងឯងមិនអញ្ចឹងណាបាទអូខេបាទនេះកំណែតម្រង់រារៀនអីអត់អីទេយើងសរសេរចឹងមកចាស់ខ្ញុំដូចជាខ្ញុំអត់ចង់កែវាច្រើនពេកទេកុំឲ្យលោកគ្រូអ្នកគ្រូថាអីខំសរសេរមកហើយកែណាតែតិចទៀតខ្ញុំសុំបញ្ចូលថ្មអស់ថ្មតែសម្រាប់គណៈគ្រប់គ្រងដោយសារតែគាត់អត់ទាន់បានសរសេរដូចលោកគ្រូអ្នកគ្រូទៅអញ្ចឹងមកប្រាវអញ្ចឹងទេអញ្ចឹងខ្ញុំណែនាំឲ្យគាត់សរសេររៀងខុសនឹងតិចខ្ញុំចង់ឲ្យគាត់សរសេរបែបនេះវិញបាទឥឡូវលោកគ្រូអ្នកគ្រូមើល
នៅក្នុងនិកាយបទរបស់ខ្ញុំមិញណាសំទោសមើលសារណារបស់ខ្ញុំមិញណាបាទនៅក្នុងសារណារបស់ខ្ញុំពេលដែលខ្ញុំសរសេរសេចក្តីផ្ដើមហ្នឹងគឺខ្ញុំអត់សរសេរជាចំណុចចឹងទេគឺសេជារួមនេះសេជារួមអញ្ចឹងណាគ្រូឃើញទេ background of information background and significance of the problem អញ្ចឹងគឺខ្ញុំសរសេរជារួមបាទជា paragraph បែបនេះជាកថាខណ្ឌរហូតមកបានចូលទៅដល់សេចក្តីរបស់យើងណាបានចូលទៅដល់គោលបំណងស្រាវជ្រាវហើយបានមានសំណួរស្រាវជ្រាវហ្នឹងអញ្ចឹងសម្រាប់គណៈគ្រប់គ្រងក៏ដូចចឹងដែរគឺខ្ញុំអ្វីដែលខ្ញុំណែនាំគាត់គឺខ្ញុំឲ្យគាត់សេចេះសិនសាវតាមកហើយឲ្យគាត់ទៅសេខ្ញុំគាត់ដាក់ព័ត៌មានឲ្យគាត់ដែររៀបរាប់ពីប្រវត្តិអប់រំបាទនេះបរិបត្តិគោលនយោបាយលោកគ្រូសេហើយមានចក្ខុវិស័យមានគោលនយោបាយមានសកម្មភាពអីហ្នឹងហើយឲ្យគាត់និយាយពីអង្គភាពគាត់ផងបាទអង្គភាពគាត់សាលារបស់គាត់នឹងកើតនៅពេលណាកើតឡើងនៅពេលណាបាទឆ្នាំណាមានខិតចេញអីចឹងទៅបាទហើយបាននិយាយអំពីសកម្មភាពចូលរួមចំណែកនៅក្នុងការកំណែទម្រង់អប់រំហ្នឹងហើយបានទាញឲ្យចូលទៅក្នុងគោលបំណងស្រាវជ្រាវនឹងថាហេតុអីបានទៅធ្វើហ្នឹងអញ្ចឹងណាអាហ្នឹងគឺជាអ្វីដែលខ្ញុំណែនាំទៅខាងបញ្ញាបត្រជាន់ខ្ពស់គណៈគ្រប់គ្រងប្រមាញ់ហ្នឹងបាទប៉ុន្តែលោកគ្រូអ្នកគ្រូនៅទីនេះបើសរសេរហើយក៏សរសេរទៅបើគាត់ថាខ្ញុំមើលទៅវាស្កាស់បន្តិចសម្រាប់ខ្ញុំបាទវាមើលទៅវាស្កាស់វាត្រង់ខ្ញុំមកចង់ឲ្យវាស្កាស់អញ្ចឹងឯងខ្ញុំចង់ឲ្យវាថាអាហ្នឹងសេចក្តីផ្ដៅនិយាយអំពីសាវតាហ្នឹងវាមានគោលនយោបាយមានអីនៅក្នុងហ្នឹងហើយប៉ុន្តែជាទូទៅនៅក្នុងសេចក្តីផ្ដើមវាមិនមានជារូបភាពអញ្ចឹងអីក៏វាមានជាតារាងអីញ៉ៃដែរវាគឺជាការវិពណ៌នាមួយដែលនិយាយអំពីបរិបទធំរុញមកទូចមករហូតបានចូលទៅដល់បញ្ហាការស្រាវជ្រាវដូចលោកគ្រូអ្នកគ្រូសរសេរអញ្ចឹងបាទសរសេរសេចក្តីផ្ដើមសំណេរពីសេចក្តីផ្ដើមសំណេរមុនហ្មងយើងមិនទៅនិយាយរឿងបរិបត្តិខ្ពស់មកទុំទាវអីណាអីចឹងមកគេហៅគេដំណំចំណោចំណោតបាទគឺស្អីបែបហ្នឹងដូចគ្នាអញ្ចឹងអត់ខុសគ្នាទេតែនៅក្នុងនេះប៉ុន្តែគ្រាន់ថាវាជាសំណេរមួយដែលធំវាអត់ទូចទេណាគ្រាន់តែសេចក្តីផ្ដើមហើយជា5ពណ៌ហ្នឹងតែនៅក្នុងនេះយើងដាក់ជាលក្ខណៈតារាងជាអីចឹងវាហ្នឹងហើយវាមួយយ៉ាងដែរប៉ុន្តែគាត់ថាបីជាលក្ខណៈacademic វាមើលទៅដូចវាមិនសូវសមដែរបាទអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូអាចសង្ខេបវាមកវិញអាចសង្ខេបវាមកវិញសរសេរវាជាកថាខណ្ឌទៅមិនយើងបាត់សេជាតារាងឬសេជាកថាខណ្ឌធម្មតាទូណាបាទឥឡូវយើងចេះអីយើងដាក់ចឹងហ្នឹងបាទណាយើងដាក់ឲ្យវាស្អាតហ្មងយើងដាក់អានេះសាវតាសាវតាណាយើងដាក់ជាសាវតាចឹងហ្នឹងយើងអត់ចាំបាច់ដាក់ចំណងជើងទេតែយើងសរសេរអាហ្នឹងគឺជាកថាខណ្ឌទាំងអស់បាទជាកថាខណ្ឌទាំងអស់មករុញមករហូតបាទលីងជាប់គ្នាមកទាំងអស់មកបាទនេះអីដាក់ឲ្យវាទៅជាកថាខណ្ឌមកវិញមកបាទតមកអញ្ចឹងមកបាទដូចអានេះអីអានឹងហ៊ានតែចេញមកត្រេអីចឹងដូចទៅមួយទេបាទបើតើអត់យល់ទេបាទអញ្ចឹងយើងសរសេរវាក្តោបមកទាំងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀនអីហ្នឹងមកបានយើងរុញមកចូលដល់លំនាំបញ្ហា 1.2 លំនាំបញ្ហាចឹងមកបាទហើយយើងចូលដល់លំនាំបញ្ហាបាទយើងសរសេរជាកថាខណ្ឌដូចគ្នាចឹងមកបាទថាខណ្ឌដូចគ្នាចឹងមកហើយបានយើងចូលដល់ 1.3 គោលបំណងស្រាវជ្រាវតែនេះលុបចោលទៅគោលបំណងស្រាវជ្រាវគេដឹងថានឹងជារបាយការណ៍ហ្នឹងបាទដាក់ទៅគោលបំណងស្រាវជ្រាវមកបាទណាបងបាទហ្នឹងគោលបំណងស្រាវជ្រាវអញ្ចឹងយើងដាក់មកចឹងមកបាទស្គាល់
អូខេ កន្លែងនេះតារាងច្រើននេះប្រៀបដូចជាសភៅដែរគ្រូមើលទៅ កន្លែងណាលោកគ្រូ ហើយចង់និយាយថាតារាងច្រើននេះប្រៀបដូចជាសភៅដែរគ្រូ បាទហ្នឹងហើយទៅអញ្ចឹងមិនថាបើយើងអាចដាក់វាឲ្យខ្លីៗចឹងមកដើម្បីគោលបំណងស្រាវជ្រាវរបស់យើងនឹងឲ្យយើងដាក់មាន2ណាក្នុងនោះយើងដាក់មាន2ប៉ុន្តែចេះលោកគ្រូអ្នកគ្រូខ្ញុំគិតថាខ្ញុំចង់កែសម្រួលគោលបំណងស្រាវជ្រាវយើងបន្តិចដើម្បីឲ្យវាឆ្លុះបញ្ចាំងបាទឆ្លុះបញ្ចាំងទៅនឹងនេះនៅក្នុង slide ដែលលោកគ្រូអ្នកគ្រូបានធ្វើណាអញ្ចឹងនៅក្នុងហ្នឹងយើងមាន3ទី1គឺនិយាយអំពីទស្សនៈនិងការគិតបាទអំពីការផ្លាស់ប្ដូររបៀបបរិញ្ញាហ្នឹងបាទអញ្ចឹងនៅក្នុងហ្នឹងបាទយើងអាចសរសេរគោលបំណងទី1គឺបាទសិក្សាឥឡូវខ្ញុំសរសេរមកសិនណាតែខ្ញុំមិនលុបបោះគាត់ចាស់ចោលទេគាត់ណាយើងសរសេរសិនសិក្សាពីទស្សនៈនិងការគិតរបស់ភាគីពាក់ព័ន្ធបានដោយសារកន្លែងហ្នឹងមានទស្សនៈការគិតហ្នឹងមានទាំងគ្រូមានទាំងគ្រប់គ្រងនឹងអីចឹងខ្ញុំប្រើពាក្យភាគីពាក់ព័ន្ធទៅបាទភាគីពាក់ព័ន្ធបាទនេះអំពីការផ្លាស់ប្ដូររបៀបបង្រៀនអំពីការផ្លាស់ប្ដូររបៀបបង្រៀនបាទនេះទី1ឃើញទេអញ្ចឹងឃើញវាផ្សារភ្ជាប់មួយ slide លោកគ្រូនេះគ្រូហ៎បាទហើយដល់ពេលគោលបំណងទី2តែស្អីចឹងវាអត់ស្អាតទេស្អីជាប់នេះចឹងស្អីចាស់បាទណាដើម្បីឆ្លើយតបទៅនឹងសំទោសគោលបំណងស្រាវជ្រាវរបស់យើងក៏ពិតគោលបំណងស្រាវជ្រាវយើងមានតែមួយទេយើងអត់មាន2ទេតែគោលបំណងស្រាវជ្រាវ2វត្ថុបំណងស្រាវជ្រាវហ្នឹងច្រើនហ្មងបាទអញ្ចឹងថាកន្លែងហ្នឹងភាគច្រើនយើងចេះយល់ច្រឡំគោលបំណងស្រាវជ្រាវវត្ថុបំណងស្រាវជ្រាវហើយនឹងសំណួរស្រាវជ្រាវឥឡូវខ្ញុំបញ្យល់អា3ហ្នឹងសិនណាបាទឲ្យយល់សិនខ្ញុំសេជាភាសាអង់គ្លេសសិនហើយបានបកជាខ្មែរ purpose research objective research question បាទអញ្ចឹងអានឹងបកខ្មែរខុសគ្នាណានេះមានតែគោលបំណងស្រាវជ្រាវហើយនេះបកខ្មែរថាវត្ថុបំណងស្រាវជ្រាវហើយនេះបកថាសំណួរស្រាវជ្រាវអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវកំណត់ចំណាំថាគោលបំណងវាធំជាងគេបាទវាធំជាងគេមានន័យថាវាគឺជាទិសដៅមួយឧទាហរណ៍ថាលោកគ្រូអ្នកគ្រូចង់ទៅសៀមរាបអានោះគឺជាគោលបំណងស្រាវជ្រាវហើយឯណាយើងចង់ទៅសៀមរាបពីពេញទៅសៀមរាបតែអាហ្នឹងគឺជាគោលបំណងស្រាវជ្រាវហើយវត្ថុបំណងស្រាវជ្រាវវាត្រូវធ្វើម៉េច
ព្យាយាមទៅឆ្លើយទៅឆ្លើយធ្វើម៉េចឲ្យអាចទៅដល់គោលដៅហ្នឹងបាទប៉ុន្តែគួរថាអាចទៅដល់អត់បើមិនដល់ទេបានអត់បានអត់បញ្ហាទៅដល់បានតែកំពុងក្តីគឺបានដែរនេះបើបំណងហើយជឿនេះបាទសូមចាំទៅនឹងពេលយើងនិយាយជាបើសិនជាលោកគ្រូអ្នកគ្រូយកទៅតាមនឹងទាំងអស់គ្នាហ្មងឧទាហរណ៍ថាយើងនៅក្នុងអង្គភាព6អញ្ចឹងរបាយការណ៍របស់ហ្នឹងខុសគ្នាពីរបាយការណ៍របស់លោកគ្រូមិនទេវាអញ្ចឹងលោកគ្រូអ្នកគ្រូដាក់ខ្លែងដាក់ស្អីរៀបចំអីមិនស្អាតមិនអាហ្នឹងប្រហែលជាគណៈកម្មការគេឲ្យបន្ទុកទៅតាមហ្នឹងទៅបើរបស់យើងវាមិនសូវឆ្ងាញ់មិនសូវអីអាហ្នឹងប្រហែលជាគាត់ឲ្យតាមហ្នឹងដែរអញ្ចឹងអាហ្នឹងវាជាសិល្បៈវាជាភាពច្នៃប្រឌិតរបស់យើងរៀងៗខ្លួនទេអានេះខ្ញុំគាត់ជួយមកហ្នឹងគឺជួយបន្ថែមជួយបញ្យល់បន្ថែមថាការស្រាវជ្រាវហ្នឹងវាមិនដូចខ្ញុំលើកមកអញ្ចឹងអាគោលបំណងខុសគ្នាមិនអីមិនអញ្ចឹងទេវាមិនមែនថាលោកគ្រូសំខាន់គ្រូបើជាទូទៅតាមលោកគ្រូណែនាំមកខ្ញុំយល់ស្របតាមលោកគ្រូព្រោះអីវាប្រតិគ្នាដូចតែងក្តីអញ្ចឹងបាទទៅវាល្អលោកគ្រូប៉ុន្តែបើតាមយើងមើលទៅឃើញតែគ្រូសៀនមួយដែលគាត់យល់ប៉ុន្តែគ្រូដទៃទៀតគិតឆាតមកខ្ញុំគិតថាវល់នឹងចាប់អាណាតណីទេបងបាទអីដល់ពេលគាត់តាមអត់ទាន់ហើយខ្ញុំគិតថាប្រហែលជាធ្វើបានតែលោកគ្រូសៀនមួយនឹងឯងលោកគ្រូពេលទៅជាគ្រូដទៃទៀតឃើញអ្នកគ្រូមិនគាត់ចាក់គាត់យល់ស្របជាមួយលោកគ្រូដែរថាជាមានច្រើនដែរប៉ុន្តែខ្ញុំគិតថាចំនួនជាច្រើនដែលគាត់ពិបាកយល់លោកគ្រូពិបាកយល់ព្រោះពីវាខុសពីទម្រង់លោកគ្រូសុខគាត់ណែនាំផ្សេងអញ្ចឹងបើលោកគ្រូមកផ្សេងអញ្ចឹងទៅដូចលោកគ្រូម្នាក់លោកបល់មិញល្អត្រូវហើយពីមិនអីទេលោកគ្រូអញ្ជើញតទៀតចឹងលោកគ្រូបាទហ្នឹងហើយអធិស្ឋានណាខ្ញុំសូមអធិស្ឋានដល់លោកគ្រូបើសិនបើវាមានអារម្មណ៍អញ្ចឹងគាត់ថាខ្ញុំមកនេះខ្ញុំនិយាយត្រង់គឺខ្ញុំគាត់មកជួយជំនួសសម្រួលទៅបន្ថែមអីដែលលោកគ្រូអ្នកគ្រូមិនទាន់ច្បាស់នៅកន្លែងហ្នឹងទេបាទប៉ុណ្្នឹងឯងហើយជួយសម្រាប់ឲ្យវាផ្សារភ្ជាប់ជាមួយនឹងនេះអាបទបង្ហាញរបស់យើងនេះដែលយើងបានធ្វើមកហ្នឹងឲ្យវាស៊ីនៅក្នុងហ្នឹងណាកុំឲ្យវាអាបទបង្ហាញហ្នឹងវារឿងផ្សេងទៅដល់ពេលអានេះវារឿងសឹងទៅប៉ុណ្្នឹងឯងតែលោកគ្រូអ្នកគ្រូគិតថាអ្វីដែលយើងសរសេរពីលឿនមកវាល្អហើយយើងទុកអាហ្នឹងទៅហើយយើងកែតែអាណាដែលយើងគិតថាវាជួយសម្រាប់យើងឲ្យក្នុងនាមយើងជាអ្នកសិក្សាហ្នឹងយើងយល់លោកគ្រូអ្នកគ្រូទៅពិតលោកគ្រូអ្នកគ្រូសំណាងព្រោះបានរៀនថ្នាក់បរិញ្ញាបត្រចង់ខ្ពស់ដែលមានលំសុខសោតឬក៏ខ្ញុំមកអង្គុយសរសេរប្រាប់អញ្ចឹងប៉ុន្តែលោកគ្រូអ្នកគ្រូទៅដើរសួរអ្នករៀនថ្នាក់បរិញ្ញាបត្រចង់ខ្ពស់មើលថាតើគេឲ្យអ្នកសិក្សាសរសេរមិនគឺគេអត់ឲ្យអីទាំងអស់គឺគេឲ្យអ្នកសិក្សាហ្នឹងទៅរកប្រធានបទខ្លួនឯងយកមកសរសេរខ្លួនឯងហើយវិភាគសារជាមួយគ្រូដឹកនាំខ្លួនឯងទៅបាទធ្វើអីធ្វើទៅអញ្ចឹងណាប៉ុន្តែនេះយើងគិតថាលោកគ្រូអាចជាអាចពិបាកអញ្ចឹងបានយើងនាំសរសេរហ្នឹងបាទបាទអញ្ចឹងគេថាខ្ញុំអរគុណណាលោកគ្រូប៉ុន្តែអ្វីថាខ្ញុំចង់ជម្រាបថាអ្នកធ្វើគាត់ជាពិបាកហើយលោកគ្រូក៏ពិបាកពួកខ្ញុំក៏ពិបាកប៉ុន្តែអ្វីដែលជាសំណពោខ្ញុំសំណពោដូចខ្ញុំយ៉ាងអញ្ចឹងពេលមុនលោកគ្រូបង្ហាញដល់ពួកយុវចាស់ឬក៏និស្សិតមានកូនរបស់ពួកខ្ញុំនេះសូមលោកគ្រូពិចារណាឬក៏ជជែកគ្នារួចជាលក្ខណៈគោលមួយបានហើយបើពេលអញ្ចឹងគាត់អោតតែមួយហ្នឹងគាត់ទៅបានហើយតទៅពេលហ៊ានរៀបបាន3ហ៊ានទៅមកអីមកបែងជើងក្រោយអញ្ចឹងវាពិបាកសម្រាប់ពួកខ្ញុំមួយបាទទី2អ្វីដែលលោកគ្រូបានលើកឡើងហ្នឹងខ្ញុំបានតាមសង្កេតមើលហ្នឹងវាអូខេវាល្អប៉ុន្តែគាត់ថាអ្វីដែលខ្ញុំសំពោថាអ្វីដែលលោកគ្រូបានបង្ហាញហ្នឹងសូម highlight ផងឲ្យខ្ញុំនឹងរៀបរៀងឡើងវិញបើសិនវាល្អខ្ញុំនឹងបន្ថែមបើអ្វីដែលថាខ្ញុំអត់យល់ខ្ញុំសូមដាក់ទៅសំណើដើមបាទអរគុណបាទហើយគ្រូបាទអ្វីដែលយើងអត់តន់យល់ឬក៏យើងគិតថាហ្នឹងធ្វើទៅដូចវាមិនខុសដែរព្រោះចែកលោកគ្រូក្នុងនាមយើងជាអ្នកសិក្សាគឺវាយើងមិនមែនត្រូវពឹងផ្អែកលើគ្រូសពទេមិនចឹងបាទ
ហើយដើម្បីឲ្យវារបាយការណ៍របស់លោកគ្រូហ្នឹងខុសមួយរបាយការណ៍របស់លោកគ្រូវងខុសពីរបាយការណ៍របស់គ្រូហ៊ានគឺតតែលោកគ្រូធ្វើអីដែលជារបស់លោកគ្រូខ្លះដែរបើយើងធ្វើតែជាដូចគ្នាទាំងអស់មកទាំងមកអាហ្នឹងវាមានហៅពីច្រឡំហើយនឹងទៅឈ្មោះហ្នឹងបាទតាមតំណាងគ្រូនៅតាមសាលាគឺអត់ដូចគ្នាទេលោកខ្ញុំបាទលោកគ្រូសវងក៏ប្រកាសណាស់តែមិនដូចខ្ញុំដែរពីព្រោះអីតើន័យជាមួយនឹងបរិបត្តិនៅតាមសាលាឧត្តមានុវត្តនៅក្នុងតាមសាលាគឺវាខុសគ្នាសាលាខ្ញុំអញ្ចេះសាលាគាត់មិនចោះអញ្ចឹងឡើយចាំតាំងពីចម្ងាយផ្លូវតាំងពីចំនួនសិស្សតាំងពីបុគ្គលិកសិក្សាឬក៏អ្វីៗនៅក្នុងសាលានីមួយៗវាអត់ដូចគ្នាទេអញ្ចឹងប្រកាសណាស់វាអត់ដូចទេបើគាត់ថាគោលដៅនិងវត្ថុបំណងគឺតែមួយអញ្ចឹងតែគោលដៅនិងវត្ថុបំណងតែមួយប៉ុន្តែហើយនៅក្នុងខាងលើនេះក៏យើងអាចខុសគ្នាបានដែរណាលោកគ្រូខាងនេះសាវតាអីហ្នឹងណាគ្រូអាហ្នឹងវាជួនកាលធម្មតាគោលដៅនិងវត្ថុបំណងតែមួយតែការពិពណ៌នាវិធីសាស្ត្រនៃការសរសេរចំណេះដឹងនៃការដឹងក៏វាអាចខុសគ្នាដែរអញ្ចឹងបើសិនជាយើងអាចធ្វើខុសគ្នាវារឹតតែល្អហ្នឹងបើសិនអាចទៅរួចបាទជំរាបសួរលោកគ្រូបាទចាខ្ញុំចង់លោកគ្រូបន្តិចខ្ញុំបានថាលោកគ្រូបានលើកឡើងថាកិច្ចការផងលោកគ្រូកែសារ៉ាលោកគ្រូចង់បញ្ស៊ីកិច្ចការហ្នឹងឲ្យចូលគ្នាមែនទេលោកគ្រូបាទចូលនៅក្នុងរបាយការណ៍ហ្នឹងបាទអញ្ចឹងគោលបំណងធំបំផុតគឺកិច្ចការហ្នឹងលោកគ្រូផងលោកគ្រូកែសារ៉ានិងផងកិច្ចការផងលោកគ្រូសុខសោគឺតែមួយទេមែនទេលោកគ្រូបាទដល់ពេលដែលយើងបញ្ស៊ីចូលគ្នាហើយវាទៅតែមួយឯងព្រោះដូចចាលោកគ្រូដូចខ្ញុំបានបញ្យល់ពីដើមមកអញ្ចឹងថាផ្នែក Master គឺវាមាន2ដំណាក់កាលទី1គេហៅថាការពារសំណើស្រាវជ្រាវអញ្ចឹងការពារសំណើស្រាវជ្រាវហ្នឹងគឺខ្ញុំឲ្យលោកគ្រូហ្នឹងធ្វើបទបង្ហាញដូចលោកគ្រូសារ៉ាត់អញ្ចឹងហើយធ្វើវីដេអូហ្នឹងមកហើយគេដាក់បន្ទុកឲ្យហើយដល់ពេលរួចបានយើងដំណាក់កាលទី2គឺការពាររបាយការណ៍ស្រាវជ្រាវអញ្ចឹងគឺវាតតែអាពីរហ្នឹងវាលីងគ្នាពីដំណាក់កាលមួយទៅដំណាក់កាលមួយបើដាច់គ្នាយើងចាំបាច់ទៅចែកការស្រាវជ្រាវការការពារពីខុសគ្នាទៅអីបាទប៉ុន្តែខ្ញុំចង់សុំលើកបន្តិចទេលោកគ្រូកិច្ចការលោកគ្រូកែសារ៉ាគាត់មានមេតិកាគាត់ផ្សេងដល់ពេលកិច្ចការលោកគ្រូសុខសោតមានមេតិកាផ្សេងអញ្ចឹងបាទហាក់បីគឺជាចម្បាច់ចូលគ្នាឲ្យដកចេញឬក៏យ៉ាងម៉េចយកទាំងអស់លោកគ្រូយកទាំងអស់តែអ្នកគ្រូប៉ុន្តែគ្រាន់ថាអ្វីដែលខ្ញុំយកពីរបស់លោកគ្រូកែសារ៉ាហ្នឹងគឺយកពីផ្នែកមួយនេះយកមកដាក់ចូលទៅក្នុងគោលបំណងស្រាវជ្រាវរបស់យើងពីព្រោះថាពេលដែលយើងធ្វើបទបង្ហាញនេះគឺយើងព្យាយាមឆ្លើយនៅសកម្មភាពនឹងហើយបាទហើយរបស់លោកគ្រូសុកសោតគឺវាជាសាច់នៃការសរសេរពីដំណើរសាច់រឿងមកថាហេតុអីបានជាវាចេញមកនៃបទបង្ហាញមួយនេះអញ្ចឹងណាអ្នកគ្រូបាទចាលោកគ្រូចាបាទគុណអញ្ចឹងខ្ញុំប្រហែលជាត្រូវចាប់ដើមគិតសារថ្មីហើយបើគិតសារថ្មីយើងមិនអាចចាប់ប្រកាសតចូលគ្នាបានដោយលោកគ្រូនិយាយភាសាថាយើងកាត់ច្បាច់ចូលគ្នាច្បិចនេះច្បិចនោះអត់បានណាលោកគ្រូព្រោះការធ្វើនេះគោលបំណងធំបំផុតគឺចង់ឲ្យបានក្តោបឲ្យរួមទៅមួយមេតិកាដល់ពេលយើងមានមេតិកា2ច្បាច់ចូលគ្នាហើយត្រូវសើរើឡើងវិញចំពោះឯកសារហ្នឹងអញ្ចឹងណាលោកគ្រូខ្ញុំចង់បញ្ជាក់បែបហ្នឹងបើសិនជាលោកគ្រូយកកិច្ចការតែមួយទេអញ្ចឹងណាលោកគ្រូចាអរគុណច្រើនគ្រូបាទអរគុណគ្រូហ្នឹងឯក្នុងហ្នឹងយើងធម្មតានេះវានៅក្នុងនេះគឺវានឹងឆ្លងបញ្ចាំងទៅក្នុងជំពូកទី4របស់លោកគ្រូអ្នកគ្រូណាបាទនេះជំពូកទី4បើខ្ញុំចូលទៅជំពូកទី4ហើយអ្វីដែលខ្ញុំមើលទៅនៅក្នុងជំពូកទី4ហ្នឹងវាមានលក្ខណៈស្មុគស្មាញច្រើនតែមិនដឹងថាលោកគ្រូអ្នកគ្រូយល់ច្បាស់ទេអាចធ្វើបានទេនៅក្នុងហ្នឹងបាទហើយយើងចូលទៅជំពូកទី4ទៀតតែបើលោកគ្រូអ្នកគ្រូគិតថាចង់នៅធ្វើដដែលដូចគ្នាដដែលអាហ្នឹងមានតែតាមហ្នឹងក៏បានដែរខ្ញុំនឹងពិភាក្សាជាមួយនឹងលោកនៅសុខសោតខាងទៀតទៅជំរឿគាត់មាន
ការគិតបែបណាគាត់គិតថាអូបើដូចគ្នាទៅអញ្ចឹងហ្មងអាហ្នឹងក៏អត់អីដែរហ្នឹងថ្ងៃហ្នឹងយើងចាត់ទុកថាយើងបានរៀនសូត្រខ្លះពីចំណុចថ្មីៗអញ្ចឹងទៅបាទ ចាលោកគ្រូសុំថែមបន្តិចប្រសិនបើអាចទៅខ្ញុំចង់ឲ្យលោកគ្រូនឹងមានខែគម្រោងធ្វើនឹងជារួមមួយបដ ாய் ថាតើត្រូវធ្វើបែបពួកខ្ញុំត្រូវដើរបែបម៉េចដើម្បីកុំឲ្យកាត់តអញ្ចឹងទៅយើងចាប់ដើមធ្វើឡើងវិញសរុបរួមតែមួយយើងប្រមូលអារម្មណ៍មករៀងជុំដល់ពេលយើងយកទៅបាច់គ្នាអញ្ចឹងវារៀងពិបាកហើយសម្រាប់ខ្ញុំអ្នកធ្វើខ្ញុំថាលំបាកតែអ្នកដែលមិនបានធ្វើគាត់ថាស្រួលខ្ញុំមិនដឹងមិនទេណាចាអរគុណគ្រូ ណែយល់ហើយគ្រូហើយទៀតអូខេបាទមានអីទៀតបាទចេញអត់អីទេយើងពាក្យសារគ្នាទៅបាទដើម្បីឲ្យបានយល់ដែរនេះអានេះនៅក្នុងនេះពូកាលណាតែបើដូរគោលបំណងហ្នឹងគឺនៅក្នុងនេះយើងត្រូវសេរៀងខុសមុនបន្តិចណាបាទអត់ដូចអានេះទេអញ្ចឹងណាបាទក្នុងនេះលោកគ្រូគាត់បានសរសេរមកហើយបាទហើយអានេះក៏ដូចគ្នាដែរបាទមេរៀនបទពិសោធន៍អីផ្សេងហ្នឹងបាទវាតែដល់ពេលយើងលោកគ្រូផែសេអត់តន់ចប់ទេគ្រូសេលោកគ្រូសេគាត់សេបានតែតែបន្តិចណាបាទបើសំណួរដូចជា4ណាក្នុងហ្នឹងតែលោកគ្រូដូចជាបានក្តោបតែមុនពេលបង្រៀនយុទ្ធសាស្ត្រសហគមន៍សាលារៀនជាបុគ្គលវាខ្ញុំអត់ដឹងមិនដែរទៅខ្ញុំមើលទៅវាដូចវាអត់ប្រតិកលាគ្នាចម្លើយយើងសេមកអញ្ចឹងបើសិនជាអាចខ្ញុំសំណូមពរឲ្យលោកគ្រូមានជាកម្រងមួយជាសេមខនមួយដែលលោកគ្រូគិតថាឈប់ដកែឈប់ដូរអញ្ចឹងពួកខ្ញុំយកខ្ញុំធ្វើវិញតាមគម្រោងផងលោកគ្រូវិញអានឹងមានភាពងាយស្រួលបើសិនជាចាប់បន្តិចលោកគ្រូថែមនេះបន្តិចអញ្ចឹងហើយខ្ញុំនឹងទៅវល់ហើយមានអារម្មណ៍ថាវល់ចាប់បាត់បដៅលោកគ្រូចាប់បានចំពោះពេលនិយាយជាមួយលោកគ្រូបាត់ចាស់ដល់ពេលលោកគ្រូបាត់កម្មវិធីភ្លាមយកមកបើកធ្វើខ្លួនឯងគឺធ្វើអត់ចេញតែម្ដងចាលោកគ្រូអរគុណយល់តាមអូខេអីលោកគ្រូឥឡូវជាមួយខ្ញុំពិភាក្សាជាមួយនឹងលោកបណ្ឌិតសុកសោតបន្ថែមទៀតតើគាត់គិតមិនតាក់ទងលើចំណុចហ្នឹងហើយបើសិនបើគាត់ថានេះត្រូវទៅបន្តអញ្ចឹងទៀតអាហ្នឹងក៏យើងធ្វើបន្តអញ្ចឹងទៅហើយបើសិនបើគាត់ថាឥឡូវយើងអាចកែសម្រួលកន្លែងណាខ្លះបាននឹងចាំយើងកែសម្រួលទៅឥឡូវខ្ញុំសុំអត់តាន់កែគោលបំណងខ្សែជ្រាវនិងវត្ថុបំណងខ្សែជ្រាវនឹងនេះចឹងបាទព្រោះតែកែទៅគឺកែទៅខាងក្នុងហ្នឹងក្នុងសាច់ហ្នឹងបើអានេះអត់កែណាសាច់នេះអីអត់កែបើវាគាត់តែជាបរិបទផ្សេងតែការណាកែវត្ថុបំណងទៅគឺយើងត្រូវកែនៅក្នុងចំពុកទី4តិចតួចបាទនឹងតាមដំណើរតកែវត្ថុបំណងខ្លឹមសារកែទាំងអស់តកែតាមវត្ថុបំណងហ្នឹងបាទតែគាត់ថាបើសាច់អីផ្សេងអានឹងយើងអាចទុកបានប៉ុន្តែនៅក្នុងចំពុកទី4អានឹងត្រូវកែសម្រាប់ខ្ញុំគិតថាខ្ញុំយកតែអ្វីដែលគ្រូបង្ហាញខាងដើមហ្នឹងប្រហែលពី3ទំព័រហ្នឹងតាក់ទងទៅនឹងខ្ញុំភ្លេចបាត់ខាងដើមคลิกឲ្យខ្ញុំសួរថាបាទនឹងជាថាធ្វើមិនឲ្យវាលក្ខណៈផ្ទះកលាគ្នាទៅបែបខ្លឹមសារខាងក្រោមខ្ញុំគិតថាខ្ញុំអត់កែទេបើកាលណាកែកុំថាលើខែ7ឆ្នាំនឹងឆ្នាំក្រោយនឹងហើយបាទអូខេណែអត់អីទេគ្រូបាទគ្រូបាទខ្ញុំតែគ្រូថានៅតាមសាលាឥឡូវនេះមានការបង្កើតឲ្យធ្វើតេស្តពីសាឡើងវិញហើយនឹងអំណាចនៃច្រើនណាដល់ពេលយើងយកធ្វើនឹងឡើងវិញពួកខ្ញុំប្រឹងធ្វើអាពីខាងដើមឲ្យវាផ្លិចដល់ពេលឥឡូវឡើងផ្លិចហើយដល់ពេលលោកគ្រូបកក្រោយនេះទៀត
trong vò lại បាទហ្នឹងហើយក៏ពិតមិនចង់បកក្រោយហើយក៏មិនចង់ធ្វើបាបលោកគ្រូនេះគ្រូឯដែរទេខ្ញុំថាលោកគ្រូនេះគ្រូដឹងណាដល់ពេលយើងមើលឃើញដឹងថាចំណុចទាំងអស់ហ្នឹងវាគួរធ្វើបែបនេះមិនវាមើលទៅវាសមវាអីចឹងណាបាទ លោកជាសួរលោកគ្រូ បាទ លោកគ្រូអញ្ចឹងទេលោកគ្រូបើដូចលោកគ្រូអ្នកគ្រូមុនគាត់និយាយអញ្ចឹងបើសិនជាលោកគ្រូគិតថាអានេះវាល្អហើយខ្ញុំចង់លោកគ្រូនិយាយថាលោកគ្រូឲ្យគម្រោងលើនេះមកវាជាក់ស្ដែងហើយដល់ពេលដែលលោកគ្រូសុកសូត្រមកគឺគាត់អត់កែទៀតមុនលោកគ្រូសុកសូត្រគាត់បានលុបបាទកិច្ចការរបស់លោកគ្រូវងនោះទាំងអស់មួយសារហើយគាត់ថាបែបនេះមិនត្រូវហើយធ្វើតាមគាត់បែបតែលោកគ្រូលុបមិញដែរដល់ពេលលោកគ្រូមកមួយសារលោកគ្រូថាអត់ល្អទៀតលោកគ្រូឆេងទៀតអញ្ចឹងខ្លាចថាពេលដែលពួកខ្ញុំធ្វើតាមលោកគ្រូហើយគាត់ចូលមកទៀតគាត់ដូរទៀតអញ្ចឹងណាលោកគ្រូចឹងហើយខ្ញុំក៏មានការបារម្ភបែបហ្នឹងដែរដូចនេះចឹងយល់លោកគ្រូលើកឡើងនឹងចាំមើលខ្ញុំពិភាក្សាមួយគាត់សិនថាទី1ចេះអាចថាបើសិនជាគាត់បន្តដឹកនាំលោកគ្រូអ្នកគ្រូខ្ញុំគិតថាយើងគួរតាមគាត់ទៅតែថាគាត់ចង់ឲ្យខ្ញុំជាអ្នកដឹកនាំតែម្ដងជួយលោកគ្រូអ្នកគ្រូធ្វើតែម្ដងអាហ្នឹងចាំខ្ញុំភាសាមួយលោកគ្រូអ្នកគ្រូឲ្យចេញជាទម្រង់មួយឲ្យច្បាស់យើងអត់មានកែទៀតទេអញ្ចឹងណាលោកគ្រូអ្នកគ្រូបាទលោកគ្រូបាទចង់ភាពច្បាស់លាស់អញ្ចឹងបាទហើយបើសិនបើលោកបណ្ឌិតគាត់ថាអត់ទេគាត់អាចនឹងចង់មានពេលវេលាមួយលោកគ្រូអ្នកគ្រូខ្ញុំទី2ខ្ញុំខ្លាចគាត់អត់មានពេលវេលានិយាយត្រង់គាត់រវល់ណាលោកបណ្ឌិតគាត់រវល់ហ្នឹងឥឡូវគាត់ទៅស៊ីមៀមហ៎ទៅស៊ីមៀមបាត់ទេដែរអញ្ចឹងខ្លាចគាត់មានពេលវេលាមួយលោកគ្រូអ្នកគ្រូទៅវាទៅមុខក៏មិនទៅក្រោយក៏មិនទៅអាចច្បាស់ក៏មិនច្បាស់មិនដឹងអីក៏មិនដឹងអីអញ្ចឹងដឹងមិនបាទខ្ញុំបារម្ភចឹងទេតែបើលោកបណ្ឌិតបើខ្ញុំភាសាមួយលោកបណ្ឌិតទៅលោកបណ្ឌិតលោកថាគាត់មានពេលហើយគាត់នឹង commit ថាជួយលោកគ្រូអ្នកគ្រូធ្វើឲ្យជោគជ័យទៅមានអីទេមិនបញ្ហាបាទខ្ញុំសប្បាយចិត្តព្រោះគាត់ហ្នឹងវាជាភាពជោគជ័យមួយណាការប្រកបរបស់យើងខ្ញុំគិតថាធ្វើម៉េចឲ្យលោកគ្រូអ្នកគ្រូចប់ហើយមានគុណភាពច្បាស់លាស់ប៉ុណ្ណឹងឯងបាទចាំបានទេច្រើនឯងបាទតែគម្រោងរបស់លោកគ្រូគឺមើលទៅគឺល្អច្បាស់លាស់លោកគ្រូមែនវាស៊ីនឹងរបាយការណ៍មុនដែលបានធ្វើបាទហ្នឹងហើយតែយើងហ្នឹងហើយតែគាត់ថាអាចដូចគ្រូអ្នកគ្រូគាត់លើកមកចឹងអាចថាវាយើងធ្លាប់បានធ្វើអនុខ្លះហើយខ្លាចលោកបណ្ឌិតគាត់នេះតែឥឡូវចាំមើលយើងពិភាក្សាមួយលោកបណ្ឌិតទៀតទៅឥឡូវសប្តាហ៍នេះយើងចេះដែរឥឡូវអ្វីដែលខ្ញុំឲ្យលោកគ្រូអ្នកគ្រូបន្ថែមលោកគ្រូអ្នកគ្រូបាច់តន់បន្ថែមចំពោះទី1ទេបន្ថែមតែលើដឹងតែលោកបណ្ឌិតក៏អត់ថាទេអាហ្នឹងវាជាគាត់ថាជាចំណុចបន្ថែមឲ្យយើងដាក់ឯកសារយើងកាន់តែល្អហើយនេះណាលោកគ្រូអញ្ចឹងសុំទៅវិញបន្ថែមបាទចំណងជើងនេះយើងអាចដាក់ដូចខ្ញុំទៅវាគេច្បាស់លាស់ស្អាតជាងមុនអញ្ចឹងណាហ្នឹងយើងcònកែបន្តិចអញ្ចឹងទេនេះបងលោកគ្រូវងគាត់ដាក់គាត់ហើយអញ្ចឹងគាត់ថាសេថែមនេះបន្តិចឈ្មោះហើយកន្លែងគណៈកម្មការពីចម្លៃនេះបន្តិចទៅបានហើយនឹងបន្ថែមកន្លែងសេចក្តីថ្លែងការណ៍គ្រូដឹកនាំនេះមួយមកអាហ្នឹងគឺដឹងតែលោកបណ្ឌិតគាត់កែទេហ្នឹងព្រោះអាហ្នឹងវាត្រូវតែមានអញ្ចឹងហើយសេចក្តីថ្លែងការណ៍របស់បេក្ខជនបាទណាបេក្ខជនហ្នឹងមានជាអ្នកសិក្សារបស់យើងហ្នឹងហើយយើងថ្លែងអំណរគុណនេះលោកគ្រូអ្នកគ្រូសេហើយគាត់នឹង copy វាមកដាក់មកបាទហើយមូលន័យសង្ខេបនេះអានេះខ្ញុំនិយាយដែរចឹងយើងកុំអាតន់សេក៏បានដែរចាំយើងចិត្តចប់ហ្មងមិនសេបានសេផ្លែហ្នឹងសេមកទំព័រពីទំព័រហ្នឹងបាទព្រោះយើងសេឥឡូវវាសេទាំងខំយើងមិនទាន់បានពេញលេញណាមិនចឹងបាទហើយអក្សរកាត់បើមានយើងដាក់ទៅបាទហ្នឹងហើយនឹងមេតិកាតារាងមេតិការូបភាពលោកគ្រូអ្នកគ្រូកែតែប៉ុណ្្នឹងទៅបានណាខាងក្រោមបាច់តន់កែទេ
ខាងក្រមនឹងចាត់ទុកថាហ្នឹងជាការរៀនសូត្រជាមួយខ្ញុំទៅថាខ្ញុំបញ្យល់ហ្នឹងគាត់ជាការរៀនសូត្រទៅបានបាទហើយអាស្អីទុកនៅអញ្ចឹងទៅណាបាទកុំឲ្យលោកគ្រូអ្នកគ្រូមានអារម្មណ៍ពិបាកណាតាមអត់ទាន់ណាឯកភាពប៉ុណ្ណឹងបានឃើញឯកភាពបាទបានឃើញឯកភាពបាទហ្នឹងហើយអញ្ចឹងណាប៉ុណ្ណឹងសិនទៅលោកគ្រូអ្នកគ្រូណាយើងដោះស្រាយប៉ុណ្ណឹងសិនទៅហើយចាំមើលខ្ញុំពិភាក្សាមួយលោកទៅសុខសោកថែមដែរបាទវាស្មុគស្មាញតិចដែរការងារហ្នឹងវាអត់ប្រមូលណាស់ទេលោកនិយាយទៅលោកគ្រូបាទអញ្ចឹងលោកគ្រូតាមអ្វីដែលលោកគ្រូកែទទួលនៅត្រង់ប្រភពម៉ងហ្នឹងអញ្ចឹងប្រភពម៉ងហ្នឹងកន្លែងហ្នឹងវាត្រូវតែព្រួតនៅត្រង់ប្រភពបង្ហាញហើយអញ្ចឹងអ្វីដែលឥឡូវមិនបាច់តន់កែទៅបានដោយសារបាទអញ្ចឹងចង់ឲ្យលោកនិយាយចប់សិនបាទគ្រូចង់ឲ្យលោកគ្រូចប់អាហ្នឹងតើនឹងប្រភពពីម៉ានហើយទី4ហ្នឹងគ្រូណាបាទទី4បាទសូមលោកគ្រូផ្ដល់ជាគម្រោងចប់ដល់នឹងទី4ទេក៏បានដែរបាទហ្នឹងហើយអរគុណគ្រូអរគុណប៉ុន្តែចេះទេដោយសារតែលោកគ្រូអ្នកគ្រូគាត់លើកឡើងមកខ្ញុំយល់ពីអារម្មណ៍គាត់ដែរចឹងណាហើយខ្ញុំក៏អត់ចង់ឲ្យលោកគ្រូអ្នកគ្រូមានអារម្មណ៍លំបាកដែរអញ្ចឹងបាទនៅក្នុងហ្នឹងយើងអត់បាច់តន់កែទេបាទហើយបើសិនបើលោកគ្រូចង់កែបើលោកគ្រូចង់កែតើតែសរសេរជាមួយខ្ញុំបាទមានន័យថាសរសេរចំពុកសន្ទុះវត្ថុបំណងនិងគោលបំណងស្រាវជ្រាវហ្នឹងយើងសរសេរទៅ link ជាមួយនេះហើយបានយើងយកអាហ្នឹងយកមកសរសេរនៅក្នុងចំពុកទី4បាទយកចំពុកទី4ហ្នឹងមានន័យថាទី1យើងមិននិយាយពីការយល់ឃើញរបស់ភាគីពាក់ព័ន្ធបាទតកតងជាមួយនឹងការផ្លាស់ប្ដូរការរៀនបែបថ្មីហ្នឹងអញ្ចឹងព្រោះលោកគ្រូអ្នកគ្រូត្រូវចាំថាបើយើងធ្វើឲ្យវាត្រឹមត្រូវគឺលោកគ្រូអ្នកគ្រូត្រូវទៅប្រមូលទិន្នន័យមិនអញ្ចឹងមិនលោកគ្រូអ្នកគ្រូទៅសភាសាស្ត្រទៅសភាសហគមន៍ទៅសភាគណៈគ្រប់គ្រងហើយយើងយកពាក្យសម្ដីរបស់គាត់ហ្នឹងយកមកសេចូលគណៈគ្រប់គ្រងយល់ឃើញបែបនេះបាទដោយតាមរយៈកិច្ចសម្ភាសជាមួយនឹងលោកកនិយាយយើងអត់ដាក់ឈ្មោះគេណាព្រោះអានោះជាក្រុមសិលធម៌លោកកហើយសហគមន៍យល់បែបនេះដោយសហគមន៍ខអីចឹងទៅហ្នឹងការសរសេរការស្រាវជ្រាវគឺវាមានលក្ខណៈបែបហ្នឹងអញ្ចឹងណាប៉ុន្តែលោកគ្រូអ្នកគ្រូធ្វើនេះគឺវាខ្ញុំមិនដឹងមិនទេបាទវាយើងសរសេរហ្នឹងគឺយើងសរសេរបែបយើងមានតែយើងយល់ឃើញយើងសរសេរតែម្ដងតែប៉ុន្តែឯងគឺយើងត្រូវទៅប្រមូលទិន្នន័យទៅអីចឹងណាគ្រូបាទឥឡូវចេះទៅណាយើងឯកភាពគ្នាគឺយើងកែតែក្បាលលើទេហើយចំពុកសេចក្តីផ្ដាំអត់តន់កែទេទុកនៅនឹងសិនចាំមើលសប្តាហ៍ក្រោយខ្ញុំនឹងជម្រាបជូនលោកគ្រូអ្នកគ្រូបន្ថែមទៀតបន្ទាប់ពីពិភាក្សាជាមួយនឹងលោកនិតសុខសោតហើយឬក៏លោកនិតសុខសោតគាត់នឹងមកណែនាំលោកគ្រូអ្នកគ្រូសេតទៀតឬក៏យ៉ាងណាអានឹងយើងចាំមើលសប្តាហ៍ក្រោយទៅតែយើងគ្រាន់តែបន្ថែមមកខាងលើទៅខាងលើហ្នឹងវាបន្ថែមទៅវាមិនខាតអីទេបាទវាមានតែជួយឲ្យកាន់តែល្អតែប៉ុណ្្នឹងឯងគ្រូណាបាទគុណចាន់គ្រូខ្ញុំយល់អំពីគោលបំណងគ្រូបាទចង់ឲ្យអ្នកសរសេរហ្នឹងគឺឲ្យមានការយល់ច្បាស់អំពីរបៀបសរសេរហ្នឹងបាទបើខ្ញុំនិយាយពីខាងដើមមុនហ្នឹងខ្ញុំថាពីមុនខ្ញុំគាត់លើពីអញ្ចឹងមិនមែនចង់និយាយថាការមករៀនតែអ្វីដែលខ្ញុំលើខាងក្រៅមកដែលតបទៅខាងក្រៅមកគឺគេប្រាប់ពីទេបាទពេល3អញ្ចឹងមានថាចង់កាន់តែច្បាស់ហ្នឹងបាទហ្នឹងហើយអត់អីទេអញ្ចឹងគ្រូកុំបារម្ភណាតែកុំដែលឃើញខ្ញុំនាំធ្វើហ្នឹងទៅ stress ហើយខ្ញុំភ័យជាងគេគ្រូអ្នកគ្រូstress ហ្នឹងមកបាទជាបទពិសោធន៍របស់ខ្ញុំគ្រូអ្នកគ្រូសួរខាងថ្នាក់បញ្ញាបត្រទៅហាក់ជាគ្រូអ្នកគ្រូមានបញ្ញាបត្រអីគាត់រៀនដែរអញ្ចឹងខ្ញុំបានដឹកនាំគាត់សរសេរដូចគ្នាអញ្ចឹងដែរទេណាសេបតកលាគ្នាចោះមកអញ្ចឹងមកពីចំពុកទី1ទី2ទី3ទី4ទី5ដូចគ្នាប៉ុន្តែដោយសារបញ្ញាបត្រចន់ខ្ពស់ខ្ញុំមិនចង់ដឹកនាំហ្នឹងដោយសារ
គឺថាបញ្ញាបត្រចង់ខ្ពស់ហើយយើងជូនទៅលោកបណ្ឌិតទៅបាទវាស័ក្តិសមបាទសម្រាប់ធ្វើកិច្ចការងារហ្នឹងណាតែចាក់ស្ដែងគាត់រវល់ច្រើនបាទអញ្ចឹងក៏ជូនទៅគាត់ហោហែមកអញ្ចឹងទៅតែនេះទៅគាត់រៀងរវល់ណាគាត់តែអត់មានពេលមួយយើងណាបាទអញ្ចឹងក៏សប្តាហ៍នេះក៏ខ្ញុំសម្រេចចិត្តមកជួបលោកគ្រូនេះគ្រូហ្នឹងប៉ុន្តែដល់ពេលបញ្ញាបត្រខាងគណៈគ្រប់គ្រងគាត់អត់ទាន់បានសេអីច្រើនទេអញ្ចឹងគាត់អត់សូវ stress មកទេគាត់ពេលដែលខ្ញុំនាំទៅគាត់អាចថាហ្នឹងវាអត់ទាន់ថ្មីទេបាទតែពេលនេះលោកគ្រូនេះគ្រូសេហើយអញ្ចឹងវារៀងខ្ញុំយល់អារម្មណ៍ហ្នឹងបាទដូចយើងធ្វើហើយមិនបានទៅធ្វើឡើងវិញហើយមិនដឹងថាគេនាំធ្វើហ្នឹងត្រូវឬខុសទៀតណាអារម្មណ៍ហ្នឹងវាច្បាស់ជាអញ្ចឹងហើយបាទតែលោកគ្រូនេះគ្រូហ្នឹងយើងចាំមើលយើងពិសាគ្នាបន្ថែមទៀតកុំបារម្ភបាទតែមិនយើងបានចប់អស់គ្នាបាទហើយតែបានចប់ហ្នឹងល្អមែនតើខ្ញុំចេះខ្លាចថ្ងៃមួយណាំឈីវមួយក្រុមការងារចេះតែបារម្ភដឹងថាធ្វើម៉េចជួយលោកគ្រូអ្នកគ្រូបានរៀនចប់តែអធ្លាក់ដល់គ្រូនឹងតែអធ្លាក់ដល់គ្រូហ្នឹងហើយចេះតែចេះអត់មិនទីមួយវាធ្លាក់វាមិនធ្លាក់វាជាប់វាមិនជាប់ហើយលោកគ្រូវាមានន័យថាយើងវាអត់បានទិញគ្រប់លក្ខខណ្ឌឲ្យគេព្រោះដូចខ្ញុំជម្រាបលោកគ្រូអញ្ចឹងថាយើងមិនមែនជាអ្នកចេញអាបត្តិទេហើយសកលវិទ្យាល័យការិយាល័យគេនឹងទទួលយកអានៃខែបត់លោកគ្រូអ្នកគ្រូហ្នឹងយកទៅមើលយកបន្ទុកលោកគ្រូអ្នកគ្រូហ្នឹងយកទៅពិនិត្យមើលអីថាយើងធ្វើទៅតាមនីតិវិធីគេគ្រប់ហ្នឹងបានគេឲ្យសញ្ញាបត្រយើងតែបើគេមើលទៅវាមិនគ្រប់ទៅតាមហ្នឹងវាអត់មានការប្រឡងវាអត់មានការសរសេរវាអត់មានបន្ទុកវាអត់មានអីទេមិនដឹងថាគេមិននឹងឲ្យសញ្ញាបត្រយើងមិនចឹងអញ្ចឹងវាអត់ជោគជ័យទាំងអស់គ្នាលោកគ្រូក៏មិនបានសញ្ញាបត្រខ្ញុំក៏ធ្វើការមិនជោគជ័យអញ្ចឹងវាបាទគ្រូប្រហែលដែរគ្រូបារម្ភជាងសិស្សទៀតគ្រូបហាក់សាស្ត្រសំជាក់លោកបាទហ្នឹងខ្ញុំតាសិស្សប្រឡងធ្លាក់គេដៀលគ្រូហើយបាទហ្នឹងហើយត្រូវហើយអញ្ចឹងមែនតាអញ្ចឹងវាទៅទាំងអស់គ្នាទេយើងនៅលើទូកតែមួយទេអញ្ចឹងចង់ធ្វើម៉េចគឺយើងសហការគ្នាដើម្បីឲ្យវាចប់ទៅវាមើលទៅវាមានតម្លៃមានគុណភាពទៅទាំងអស់គ្នាសមរម្យទៅតាមនឹងដែរណាមិនមែនជាគោលបំណងចង់ធ្វើបាបលោកគ្រូអ្នកគ្រូអីថាអូខ្ញុំមកជួបនឹងនាំកាយនាំអីធ្វើបាបឯងចង់ធ្វើបាបឯងបាទតែចង់មកជួយបញ្ជាក់ឲ្យវាកាន់តែច្បាស់ចឹងឯងព្រោះដោយសារលោកគ្រូរវ៉ាន់គាត់បាននេះដែរគាត់បានផ្ញើឲ្យលោកពិនិត្យដែរតែគាត់ចាត់មានពេលពិនិត្យទៅតែបើឲ្យខ្ញុំពិនិត្យវាធម្មតាលោកគ្រូយើងការគិតមនុស្សម្នាក់ខុសៗគ្នាបទពិសោធន៍ខុសៗគ្នាដែរមិនចឹងអញ្ចឹងបើឲ្យខ្ញុំពិនិត្យបើគាត់ជាខ្ញុំមាន comment បែបខ្ញុំហើយខ្ញុំមានមតិយោបល់បែបខ្ញុំថាតើរៀបមិនឲ្យវាសមបែបខ្ញុំតែលោកពិនិត្យគាត់មានការគិតរបស់គាត់ដែរគាត់មានចំណេះដឹងរបស់គាត់ដែរ background ខុសគ្នាដែរតែហាក់ប្រហែលគ្នាគ្រូមិនអីទេគ្រូគាត់ណាតិចអស់នេះតិចតួចលំនាំទៅគ្រូបាទវាខុសគ្នាតិចតួចទេតែដល់លោកគ្រូអ្នកគ្រូទៅប្រឡងទៅគណៈកម្មការប្រកាសជាវាតម្លៃនឹងគាត់ឲ្យកែខុសគ្នាបន្តិចឯងគាត់មិនទៅឲ្យដូចគ្នាទេលោកគ្រូម្នាក់នេះឲ្យលោកគ្រូ70ទៅគ្រូម្នាក់នោះឲ្យលោកគ្រូ80ទៅហើយលោកគ្រូនោះឲ្យកែខ្លះចឹងទៅគ្រូមួយទៀតអាចឲ្យកែអីផ្សេងទៀតចឹងទៅកន្លែងចំណុចខ្លះវាអាចជន់គ្នាកែចឹងទៅបាទចឹងណាឥឡូវលោកគ្រូកែបន្ទុកសាស្ត្រក៏ចឹងដែរនោះសារឲ្យកូនសិស្សលោកគ្រូហ៊ានឬក៏កូនសិស្សលោកគ្រូវងបាទអក្សរសាស្ត្រខ្មែរដូចគ្នាទៅឲ្យអ្នកគ្រូសុភាពកែមិនប្រកាសថាបានបន្ទុកស្មើគ្នាខ្ញុំមិនជឿទេបាទហើយកូនអ្នកគ្រូសុភាពអាចនឹងមើលឃើញកំហុសផ្សេងដែរបាទត្រឹមត្រូវគ្រូត្រឹមត្រូវចឹងវាចឹងទេបាទតែគាត់អីលោកគ្រូអ្នកគ្រូចឹងយើងភាសាគ្នាប៉ុណ្ណឹងទៅសម្រាប់សប្តាហ៍ហ្នឹងចឹងខ្ញុំនឹងតម្លាក់តម្រង់ហ្នឹងជូនទៅលោកគ្រូអ្នកគ្រូដើម្បីកែតក្បាលលើសិនទៅហើយចាំមើលសប្តាហ៍ក្រោយយើងអាចភាសាគ្នាបន្ថែមទៀតយ៉ាងម៉េចលោកដិតគាត់អាច
trên chỗ room ấy thành kia đượcយ៉ាងណាចឹងណាតែខាងលើកដឹងគាត់ឱកាសហេតុអីទេព្រោះហ្នឹងជាបាទអញ្ចឹងសូមគោរពអរគុណលោកគ្រូអ្នកគ្រូអរគ្នាបើសិនបើមិនមានជាអីពិសាគ្នាទៀតទេខ្ញុំដោយសារយើងអត់បានសម្រាប់ដែរខ្ញុំចេះជក់ទៅតរហូតហ្នឹងបាទឥឡូវមិនសម្រាប់ទេយើងសម្រាប់យកតែម្ដងចាគ្រូលេខតែម្ដងគ្រូបាទហ្នឹងសូមគោរពអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទស្អែករៀនទៀតទៅលោកគ្រូណាស្អែករៀនទៀតទៅបន្តកែខាងក្រោមទៀតទៅមិនតែលោកគ្រូរវល់មែនបាទស្អែករវល់ជាប់ធ្វើគណៈកម្មការមួយដែរខាងគឺស្ថានបដាលណាបាទជិះឡងណែណាមឲ្យគាត់ភាសានេះសិនអូនយ៉ាគាត់ភាសាគ្នាយល់ស្តង់ដារលោកគ្រូបាទសូមអរគុណច្រើនលោកគ្រូបាទហ្នឹងឯងសូមគ្រប់វិទ្យាទាំងអស់គ្នាបាទសុខសប្បាយអស់គ្នាហើយស្អាតបាយឆ្ងាញ់សុខសប្បាយលោកគ្រូបាទបាទ